ខ្ញុំឈ្មោះ Bay Kenyo វែងឆែងខូចមុខដោយសារស្ថានភាពជីវិតបេសកកម្មនៅលើភ្នំអស់រយៈពេលជាង10ឆ្នាំជំនួយកុំខ្លាចអីអាយ៉ូជាមួយសវត្តបានកន្លងផុតទៅក្នុងមួយប៉ព្រិចភ្នែកចាប់តាំងពីខ្ញុំចាប់ដើមរស់នៅលើភ្នំគួរឲ្យភ្ញាក់ផ្អើលមនុស្សមួយក្រុមនេះមិនផ្លាស់ប្ដូរតតែសោះនៅតែអត់ប្រយោជន៍អំណាចមិនអីទេលើកនេះខ្ញុំចុះភ្នំសម្រាប់គោលបំណងតែមួយវានិយាយអំពីការស្វែងរកមនុស្សម្នាក់ដែលបានសង្គ្រោះខ្ញុំនៅពេលនោះហើយតបស្នងនៅសេចក្តីសប្បុរសរបស់ពួកគេចុះចំណងអាពាហ៍ពិពាហ៍រវាងគ្រួសារ White Bone និង White Bone វាមិនមានអ្វីតាក់ទងនឹងខ្ញុំទេក្មេងស្រីនេះខ្ញុំគ្រាន់តែប្រើសក់ខ្លាញ់នេះជាលេងដើម្បីចុះពីភ្នំរីករាយសូមចុះមកបន្តិចបើទោះបីជាកូនទាំងពីរបានជួបនឹងស្គាល់គ្នាយល់ពមធ្វើបែបនេះបើគ្រួសារយើងទាំងពីររួមកម្លាំងគ្នាអ្វីដែលត្រូវប្រើនោះគឺជាការជន់ជើងរបស់យើងទីក្រុងហៃឆេងទាំងមូលនឹងញាប់ញ័រហាហាសក់សៅមេភូមិឡាហ៊ូមិនគិតដល់កូនយើងពេលមានរឿងល្អកើតឡើងសម្រាប់ជាប្រយោជន៍ដល់កេរ្តិ៍ឈ្មោះគ្រួសារគេរបស់អ្នកតើអ្នកនឹងបំផ្លាញសុភមង្គលរបស់កូនប្រុសអ្នកពេញមួយជីវិតរបស់គាត់ទេប៉ាខ្ញុំជីស៊ីណានមានវាសនារស់នៅឯកាខ្ញុំមិនដែលភ្ជាប់ពាក្យជាមួយស្រីអាក្រក់ម្នាក់នេះទេអ្នកអាចជួយខ្ញុំបានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះអ្នកមិនអាចបង្ខំខ្ញុំពេញមួយជីវិតបានទេអាពាហ៍ពិពាហ៍រវាងគ្រួសារហ្គេននិងគ្រួសារបេត្រូវបានសម្រេចដោយជីតារបស់អ្នកវាតាក់ទងនឹងកេរ្តិ៍ឈ្មោះរបស់គ្រួសារទាំងពីរអ្នកមិនអាចមានលទ្ធភាពធ្វើល្ងងបានទេហើយលោកក្រវៃក្មេងហ៊ូលោកក្រវៃក្មេងហ៊ីវធ្វើបានល្អបញ្ហាតិចសម្រាប់ក្មេងស្រីហេតុអ្វីនេះមិនមែនជាកំហុសរបស់ស៊ីណានរបស់យើងទេរូបរាងកូនស្រីរបស់អ្នកពិតជាលោកតើអ្នកមានន័យយ៉ាងនេះដែរឬទេអាពាហ៍ពិពាហ៍នេះត្រូវបានរៀបចំឡើងដោយព្រឹទ្ធាចារ្យនៃគ្រួសារហ្គេននិងបេពេលនេះអ្នកកាជាចង់ផ្ដាច់ការភ្ជាប់ពាក្យត្រូវតែមានការពន្យល់ខ្លះកូនស្រីរបស់អ្នកខូចមុខក្នុងភ្លើងសត្វចម្លែកដែលរស់នៅលើភ្នំអ្នកណាខ្លះចង់ភ្ជាប់ពាក្យជាមួយគាត់ខ្ញុំឆ្ងល់ថាតើកញ្ញាឈីងយូមានឆន្ទៈទេចិនឡើយនេះជាមុខរបររបស់បងប្រុសខ្ញុំបានជួបគូតរបស់គាត់អ្នកមិនអាចឲ្យមនុស្សនិយាយពីក្រោយខ្នងអ្នកហើយនិយាយថាអ្នកកំពុងធ្វើអ្វីមួយដ៏អាក្រក់នោះទេគេថាយើងជាមនុស្សតម្រង់ទីគ្រួសារខ្វះចិត្តស្មោះត្រង់កញ្ញាខេងយល់តើអ្នកសុខចិត្តទេលោកក្រវៃក្មេងកំពុងតែផ្ដល់មុខឲ្យខ្ញុំដូច្នេះសូមរស់រានឡើងហើយយល់ព្រមខ្ញុំមិនចង់ទេអ្នកនឹងខ្ញុំមិនមែនជាវត្ថុបើអ្នកណាមិនចង់បានគ្រាន់តែបោះវាចោលទៅយកវាប្រសិនបើអ្នកចង់បានកញ្ញាយូនិយាយត្រូវខ្ញុំមិនគិតថាវាឆ្លងកាត់ទេខ្ញុំឆ្ងល់ថាតើខ្ញុំអាចទិញកាហ្វេឲ្យនាងមួយពេញបានទេចូលយើងបណ្ដុះទំនាក់ទំនងរបស់យើងដោយឡែកពីគ្នាផងដែរសូមខ្ញុំមិនចង់ទេអ្នកគ្មានជំរឿទេគ្រូសាបេនឹងមិនការពារអ្នកទេនៅក្នុងភ្នែករបស់ពួកគេអ្នកគឺគ្មានអ្វីក្រៅពីឧបករណ៍នៅក្នុងលោកនោះទេនេះគឺជាវិធានការបន្ទាន់មួយជាក្បាលដែលបណ្ដាលមកពីការពោលការពី3ឆ្នាំមុនតើអ្នកដឹងដោយរបៀបណាបទពិសោធន៍និងជំនាញវិទ្យាសាស្ត្រទៅជាច្រើនឆ្នាំរបស់ខ្ញុំនៅវិឡាភ្នំនឹងប្រហែលជាមានវិធីព្យាបាលជំងឺរបស់អ្នកតោះធ្វើកិច្ចព្រមព្រៀងខ្ញុំនឹងព្យាបាលការជាក្បាលរបស់អ្នកក្នុងរយៈពេល6 បន្ទាប់មកអ្នកត្រូវតែផ្ដាច់ការភ្ជាប់ពាក្យជាមួយខ្ញុំជំងឺរបស់ខ្ញុំដែលខ្ញុំស្វែងរកជំនួយផ្នែកវិទ្យាសាស្ត្រអស់ជាច្រើនឆ្នាំដោយមិនអាចរកវិធីព្យាបាលបានតើអ្នកគិតថាអ្នកជាក្មេងស្រីតូចអាចព្យាបាលវាបានទេខ្ញុំមិនបាននិយាយបំភ្លើសទេលូ Washington ដែលជាស្ដេចអូស្ត្រាលីដែលរស់នៅដោយឯកោក្នុងវិឡាភ្នំនោះហើយជាចៅហ្វាយរបស់ខ្ញុំបើមិនជឿចូលមើលសិនទៅមិនអីទេទោះបីជាអ្នកពិតជាពូកែក៏ដោយចុះបើស្រឡាញ់ខ្ញុំវិញមិនអាចទៅរួចខ្ញុំអាចសន្យាជាមួយអ្នកពិតមែនប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយតោះរៀបការដោយផ្ទាល់ហេតុអ្វីបានឆ្លងកាត់បញ្ហាទាំងអស់នេះដើម្បីរៀបការអ្នកត្រូវដោះស្រាយជាមួយគ្រួសារបេខ្ញុំក៏ត្រូវផ្គប់ចិត្តគ្រួសារគេដែរយើងម្នាក់ទទួលបានអ្វីដែលយើងត្រូវការអ្នកនឹងមិនបាត់បង់លើកិច្ចព្រមព្រៀងនេះទេបន្ទាប់មកអ្នកត្រូវធានាតើធានាអ្វីខ្លះធានាគ្មានផ្ទះក្រហមក្រោយរៀបការអ្នកមានអារម្មណ៍ថាអ្នកកំពុងបាត់បង់ដោយការចែករំលែកបន្ទប់ជាមួយខ្ញុំចៅហ្វាយនេះវ័យក្មេងដូចអ្នកណាដឹងថាគាត់ដេកជាមួយមនុស្សស្រីប៉ុន្មានអ្នកពិតណាស់ខ្ញុំចាញ់ភ្នែកច្បាស់ឆោតឆាយតើធ្វើដូចម្ដេចដើម្បីបើកស្លាកស្នាមនៅលើមុខតើថៅកែទាំងនេះពិតជាយកពីខ្ញុំទេវាគួរឲ្យធន់អ្នកយល់ព្រមទោះបីជាសំណើរបស់អ្នកអមនុស្សធម៌ក៏ដោយប៉ុន្តែខ្ញុំអាចសន្យាជាមួយអ្នកតោះទៅជួបឪពុកម្ដាយនៅឯណាសៀវលីងទោះបីជាគ្រូសាហ្គេននិងបេមានកិច្ចព្រមព្រៀងរៀបការក៏ដោយប៉ុន្តែអ្នកគឺជាប្រធាននៃរឿងមិនចាំបាច់ឲ្យខ្ញុំចោះសម្រុងនឹងខ្លួនដោយរៀបការជាមួយត្រីជាទេយើងគ្រាន់តែអាចផ្ដល់សំណងដល់គ្រូសាបេបន្ថែមបន្តិច
លោកកាតាអ្នកនឹងបំពេញការសន្យារបស់អ្នកខ្ញុំមិនអាចទុកឲ្យកូនខ្ញុំរងគ្រោះបានទេគ្រូសាបេរបស់អ្នកមិនគួរមានអារម្មណ៍ខុសទេខ្ញុំបានរៀបការជាមួយយេនយ៉ាដោយស្ម័គ្រចិត្តតើអ្នកធ្ងន់ធ្ងរទេកូនធ្ងន់ធ្ងរតើអ្នកសុខចិត្តដែរទេខ្ញុំធ្វើអញ្ចឹងកូនទាំងពីរសុខចិត្តតោះជ្រើសរើសថ្ងៃល្អសម្រាប់ពិធីមង្គលការខ្ញុំមិនយកស្របទេត្រីបាឡែនបេលីយ៉ាអ្នកដាក់បណ្ដាសាតារាយការវាមិនគ្រប់គ្រាន់ទេដែលអ្នកបានធ្វើបាបគ្រូសាបេរបស់យើងពេលនេះគេនៅតែចង់ធ្វើបាបបងលីនតើអ្នកមិនបាននិយាយថាអ្នកមិនមកទេតើអ្នកកំពុងជេរប្រមាថអ្វីមីសនឹងគឺជាមនុស្សគ្មានប្រយោជន៍ខ្លាំងណាស់បេថេងនឹងយើងគ្នាសំនឹងទទួលជោគវាសនារបស់ពួកគេតែបងលីនធ្វើអីខុសជាវក្មេងនិយាយមិនសមហេតុផលខ្ញុំមិនបង្កើតរឿងនេះទេវាជាការខ្ជិះខ្ជាយដែលខ្ញុំបានបញ្ចប់ក្នុងស្ថានភាពសោកស្ដាយនេះវាទាំងអស់ដោយសារតែគាត់ខ្ញុំត្រូវបានគេបោះបង់ចោលនៅលើភ្នំនៅពេលដែលខ្ញុំមានអាយុ7ឆ្នាំហើយបានបាត់បង់ទំនាក់ទំនងជាមួយអ្នកដទៃជាង10ឆ្នាំមកហើយទ្រព្យសម្បត្តិរបស់គ្រូសាបេក៏ត្រូវបានបំផ្លាញនៅក្រោមនាឡិការបស់អ្នកទោះមានអ្នកណាត្អូញត្អែក៏មិនមែនជាកំហុសរបស់ខ្ញុំដែរខ្ញុំមិនខ្វល់ទេប្រសិនបើអ្នកពិតជាចង់បាន Karen ចុះហេតុអ្វីបានជាអ្នកមិនជ្រើសរើសខ្ញុំដូច្នេះពីមុនអ្នកបដិសេធមិនរៀបការជាមួយ Young Master Girl បើទោះបីជាវាមានន័យថាស្លាប់ដោយសារតែគាត់ចូលចិត្តបងប្រុសរបស់គាត់បាត់ Young Master Girl គឺជាបុរសដែលមានជំងឺរៀបការជាមួយគាត់សង្ឃឹមខ្លាយជាស្ត្រីមេម៉ាយខ្ញុំមិនខ្វល់ថាគាត់ឈឺអត់ទេរក្សាសម្លេងរបស់អ្នកចុះអ្នកទាំងអស់គ្នាជាអ្នកជំនួញការកញ្ញាគឺមិនអាចខ្វះបានក្នុងគ្រប់ទិដ្ឋភាពមានន័យថាមិនសួរថាអ្នកពាក់ព័ន្ធសុខចិត្តឬអត់អ្នកធ្វើឲ្យខូចរូបរាងសត្វចម្លែកតើអ្នកមានសិទ្ធិអ្វីតើអ្នកឃើញអ្វីពិតប្រាកដនៅក្នុងគាត់ខ្ញុំចូលចិត្តអ្វីគ្រប់យ៉ាងអំពីគាត់ក្នុងភ្នែកខ្ញុំគាត់សង្ហាជាងអ្នករាប់លានដងតើអ្នកទៅណាតើអ្នកកំពុងព្យាយាមធ្វើអ្វីអនុញ្ញាតឲ្យខ្ញុំជួបអ្នកគ្មានអ្វីដែលត្រូវមើលទេត្រូវការរូបថតដើម្បីចុះឈ្មោះអាពាហ៍ពិពាហ៍តើអ្នកគិតថាអ្នកមិនអាចបង្ហាញខ្ញុំម្ដងទៀតបានទេយើងបានយល់ព្រមរៀបការក្នុងរយៈពេល6ខែខ្ញុំមិនខ្វល់ថាអ្នកត្រូវបានគេបោកប្រាស់នោះទេមិនអីទេអង្គុយចុះអ្នកមិនមានស្លាកស្នាមនៅលើមុខរបស់អ្នកទេតើអ្នកបានឃើញគ្រប់គ្រាន់ទេមិនក៏លាក់ខ្លួនឯងពេលស្អាតម្លេះខ្ញុំគ្រាន់តែមិនចង់បង្កបញ្ហាកុំបារម្ភខ្ញុំនឹងនៅក្បែរអ្នកចាប់ពីពេលនេះទៅខ្ញុំនឹងមិនធ្វើឲ្យអ្នកមានគ្រោះថ្នាក់ទៀតទេដូច្នេះអ្នកលែងត្រូវលាក់ខ្លួនពីអ្នកណាទៀតហើយអូទេវាត្រូវបានដោះស្រាយនៅពេលនោះបើមិនដូច្នោះទេខ្ញុំនឹងមិនរៀបការជាមួយអ្នកទេតើយើងទៅណាដឹងថាសៀវភៅបញ្ជីឈ្មោះផ្ទះនៅឯណាទេខ្ញុំមិនដឹងថាខ្ញុំត្រូវការទូរស័ព្ទទៅលោកស្រីបេសៀវភៅបញ្ជីគ្រួសាររបស់ខ្ញុំមិននៅជាមួយពួកគេទេដូច្នេះខ្ញុំមកជាមួយពួកគេតើអ្នកត្រៀមខ្លួនរត់ចេញនៅពេលណានេះហៅថាប្រាជ្ញានៃពិភពគុណតើខ្ញុំបានប្រាប់អ្នកទេយកវត្ថុនៅចំពោះមុខបុរសវាមិនគោរពអំណាចបុរសអ្នកគឺជាអ្នកជំងឺខ្ញុំអាចធ្វើបានដោយមិនធ្វើពុតហេតុអ្វីបានជាឪពុកទាំងអស់ព្រួយបារម្ភអំពីការសង្គ្រោះមុខខ្ញុំបានប្រាប់អ្នកថាកុំបង្ហាញហត់បែបនេះខ្ញុំនឹងដាក់ថ្នាំឲ្យអ្នកបន្តិចទៀតខ្ញុំធានាថាអ្នកនឹងមានអារម្មណ៍ស្រួលក្នុងពេលឆាប់នេះតើវាមានអារម្មណ៍យ៉ាងណាកាន់តែប្រសើរឥឡូវនេះខ្ញុំគ្រាន់តែផ្ដល់ឲ្យអ្នកនៅ Doodles ខ្ញុំដឹងបាក់បោវាយឺតពេលក្នុងការត្រឡប់ទៅកន្លែងខ្ញុំវិញថ្ងៃនេះវាអាក់រអួលតោះធ្វើជាមួយទីធ្លាក្នុងសន្តាគារឥឡូវនេះតើវាមិនស្រួលទេតើមានអ្នកផ្សេងទៀតនៅទីនេះទេខ្ញុំមិនបានត្រឡប់មកវិញយូរហើយត្រូវការសម្អាតលើសពីនេះទៅទៀតវានៅជិតការិយាល័យកិច្ចការស៊ីវិលខ្ញុំអាចទៅយកវិញ្ញាបនបត្រដំបូងនៅព្រឹកស្អែក
អ្វីបានជាបន្ទប់ពីរបន្ទប់ដែលខ្ញុំបានកក់កំពុងស្ថិតក្នុងការថែទាំបណ្ដោះអាសន្នផ្លេចបន្ទប់ខ្វះខាតនៅសល់តែមួយខ្ញុំមិនយល់ស្របទេកុំបារម្ភខ្ញុំបានរៀបចំព្រែគេងខ្ញុំចាំការសន្យារបស់យើងពេលដឹងខ្លួនវាដេកដោយលើកដៃនឹងជើងចេញវាគួរឲ្យស្រឡាញ់ណាស់ទោះយ៉ាងណាក៏ដោយការចែករំលែកបន្ទប់ជាមួយបរិមម្នាក់ដែលខ្ញុំទើបតែបានជួបនៅតែគេងលក់ស្រួលពួកគេមានបេះដូងធំណាស់តើអ្នកបានឃើញវាទេអូទោះបីជាអ្នកមានតួលេខល្អក៏ដោយប៉ុន្តែខ្ញុំចង់និយាយជំងឺរបស់អ្នកគឺធ្ងន់ធ្ងរជាងការគិតវាបានលុបលុយគំនិតរបស់ខ្ញុំរួចហើយអ្នកបានមើលមកខ្ញុំគ្រប់វ័យហើយអ្វីដែលអ្នកចង់ធ្វើគឺប្រាប់ខ្ញុំអំពីជំងឺរបស់ខ្ញុំវាជាបញ្ហាចាស់មិនបាច់ភ័យពេកខ្ញុំបាននិយាយរួចហើយថាយើងមិនគួរចែកបន្ទប់ទេព្រោះខ្ញុំខ្លាចអ្នកមិនអាចដោះស្រាយវាបានខ្ញុំគិតថាអ្នកជាផ្កាតូចមួយដែលគ្មានកំហុសខ្ញុំមិននឹកស្មានថាអ្នកដឹងច្រើននោះទេយើងមានថ្នាក់នៅលើភ្នំដែលខ្ញុំមិនល្មមទេដូច្នេះអ្នកហៅវានៅលើភ្នំយ៉ាងណាក៏ដោយនោះជាអ្វីដែលសៀវភៅគំនូសតាំងរបស់ខ្ញុំនិយាយតើសៀវភៅរូបភាពនោះប្រាប់ទេពេលព្រួញត្រូវបានដោះលែងហើយនោះមិនមានការវិលត្រឡប់មកវិញទេអូទេឈាមនិងខៃរបស់អ្នកមិនស្ថិតស្ថេរទេអ្នកត្រូវប្រយ័ត្នដើមឡើយមានបំណងជាពិធីរាត្រីមង្គលការរាងកាយរបស់ខ្ញុំខ្សោយណាស់អាណិតណាស់យកព្រមខ្ញុំនឹងមិនរំខានការសម្រាករបស់អ្នកទៀតទេហេតុតោះក្រោកពីគេងជាមួយគ្នាអ្នកមិនមានអារម្មណ៍ល្អទេអ្នកត្រូវសម្រាកខ្ញុំមិនអាចទទួលយកការងារជាមួយអ្នកនៅក្បែរខ្ញុំបានទេខ្ញុំគ្រាន់តែបារម្ភពីអ្នកមនុស្សមិនដឹងគុណហូហេតុអ្វីបានជាអ្នករត់ចេញដោយមិននិយាយអ្វីខ្ញុំគិតថាអ្នកបានផ្លាស់ប្ដូរចិត្តហើយខ្ញុំមិនដាស់អ្នកទេព្រោះអ្នកគេងលក់ស្រួលខ្ញុំរវល់ពេញមួយយប់ម្សិលមិញដែលខ្ញុំមិនបានញ៉ាំអ្វីសោះហើយខ្ញុំឃ្លានតើអ្នកទុកអាហាររបស់អ្នកនៅណាញ៉ាំយឺតគ្មាននរណាម្នាក់យកវាពីអ្នកទេខ្ញុំនឹងទៅយកទឹកដោះគោឲ្យអ្នកគ្មានឱកាសធ្វើចលនាតតែគាត់នៅម្នាក់ឯងតើអ្នកណាជាអ្នកផ្ញើអញ្ចឹងខ្ញុំនឹងរងចាំរហូតដល់ខ្ញុំរៀបការជាមួយមិត្តរួមការងាររបស់ខ្ញុំមុនពេលធ្វើការផ្លាស់ប្ដូរតើអ្នកមិនធុញទ្រាន់នឹងការតាមដានយើងគ្រប់វិធីទេប្រាប់ម្ចាស់កុំឲ្យធ្វើអ្វីថោកទាបចេញទៅធ្វើតាមបុគ្គលនោះសូមចូលទៅចិត្តវាមានអារម្មណ៍ថាយើងមិនសូវស្គាល់គ្នាទេអាពាហ៍ពិពាហ៍ដំបូងគឺជាពេលដែលអ្នកមិនសូវស្គាល់គ្នាមានអារម្មណ៍ថាយើងដូចជាគូស្នេហ៍ពិតឥឡូវនេះពួកគេជាប្តីប្រពន្ធបងប្រុសណានហេតុអ្វីអ្នកមិនបើកកុំព្យូទ័រយើងមិនអាចតាក់ទងអ្នកនៅផ្ទះបានទេគេចង់រៀបការជាមួយខ្ញុំប៉ុន្តែឥឡូវគេចាប់អ្នកហើយគ្រាន់តែនិយាយថាខ្ញុំមិននៅពេញកន្លែងហើយអញលួចគូដណ្ដឹងខ្មោចអាក្រក់មិនយកទេបើគេឲ្យខ្ញុំដោយឥតគិតថ្លៃហើយនាងថែមទាំងព្យាយាមលួចវាទៀតនារីដ៏ស្រស់ស្អាតនេះគឺបែកជិនវូអបអរសាទរវាមានសុវត្ថិភាពសម្រាប់ពេលនេះគ្រាន់តែជាប់វារយៈពេល6ខែយើងនឹងលែងលេះគ្នាពេលអ្នកជាសះស្បើយមិនចាំបាច់ប្រញាប់បែបនេះទេកន្លែងដែលត្រូវទៅបន្ទាប់ប្រញាប់ត្រឡប់មកផ្ទះវិញ
ตาเนี่ยจ้องត្រឡប់ទៅរកលុយវិញទេពិតណាស់វាមិនមែនមានតែខ្ញុំទេដែលគិតអំពីការរស់នៅជាមួយគ្នាវាជាការរអាក់រអួលសម្រាប់ដៃគូស្ត្រីរបស់អ្នកមកញឹកញាប់តើអ្នកមានការយល់ច្រឡំពីខ្ញុំទេការយល់ច្រឡំអ្វីខ្ញុំមិនមានទម្លាប់នាំស្ត្រីមកផ្ទះទេអ្នកអាចស្នាក់នៅកន្លែងរបស់ខ្ញុំដោយមិនបារម្ភនេះស្ដាប់ទៅដូចជាវាដូចជាការសារភាពមែនទេអូម្ចាស់ខ្ញុំថាស្នេហាពិតជាបបបញ្ឆោតបើមិនស្រឡាញ់ឬមិនជឿលើស្នេហាអ្នកមិនចាញ់បបគេឡើយយើងទើបតែទទួលបានសម្បត្តិអាពាហ៍ពិពាហ៍តើនេះជាវិធីរបស់អ្នកបដិសេធខ្ញុំទេកាលពីយប់មិញវាគ្រាន់តែជាការរំជើបរំជួលមួយរយៈប៉ុណ្ណោះដោយសារបរិយាកាសទោះយ៉ាងណាក៏ដោយគ្មានអ្វីកើតឡើងទេកុំយកវាធ្ងន់ធ្ងរពេកមិនអីទេខ្ញុំនឹងមិនជូនពរឲ្យពួកយើងមានសុភមង្គលអាពាហ៍ពិពាហ៍នោះទេបន្ទាប់មកខ្ញុំសូមជូនពរឲ្យយើងសហការរីករាយកិច្ចសហប្រតិបត្តិការរីករាយខ្ញុំមិនត្រូវការឲ្យអ្នកទិញសម្លៀកបំពាក់ឲ្យខ្ញុំមានរបស់ខ្ញុំផ្ទាល់លោកស្រីក៏តំណាងឲ្យមុខក្រុមផងដែរទោះបីជាវាកំពុងសម្ដែងរនលុយត្រូវប្រមូលមិនថាមានប៉ុន្មានទេមិនអីទេនារីទាំងអស់មិនចូលចិត្តដើរទិញអីវ៉ាន់ទេនាងហាក់ដូចជាបង្ខំវាកញ្ញាហេតុអ្វីសម្លឹងមើលអ្នកដូចនេះពួកគេហាក់ដូចជាមិនមានលទ្ធភាពទិញសម្លៀកបំពាក់របស់យើងទេកុំប៉ះខ្ញុំបើអ្នកមិនទៅទិញអតិថិជននៃសមត្ថភាពរបស់គាត់ពិតជាមិនចាំបាច់សាកល្បងសម្លៀកបំពាក់ផ្ទាល់ខ្លួនឡើយកូសូមក្រឡេកមើលទំហំស្រូបរបស់គាត់រៀបចំសម្រាប់ម៉ូដែលដើម្បីបង្ហាញសម្លៀកបំពាក់គំរូគាត់បានវេចខ្ចប់អ្វីគ្រប់យ៉ាងដែលគាត់ចូលចិត្តខ្ញុំនឹងធ្វើវាឥឡូវនេះមិនចាំបាច់ខ្ជិះខ្ជីច្រើននោះទេវាមិនមែនជាការខ្ជិះខ្ជីទេប្រសិនបើអ្នកចូលចិត្តវាអូអាចនិយាយបានថាកញ្ញាបៃក៏ជាអ្នកស្នងមរតកដែរហើយអ្វីបានជាអ្នកមិនធំក្លិនលុយតើលុយមានរសជាតិយ៉ាងណាគាត់ធ្វើបានល្អតាមរបៀបនេះនិយាយអីចឹងតាមមនុស្សដែលអ្នកត្រូវបានចាត់តាំងឲ្យស៊ើបអង្កេតយកពីស្ថានភាពនេះទេបាទបេខេងបានស្នាក់នៅសន្តាគារមួយជាមួយគេឆេងលេងកាលពីយប់មិញខ្ញុំបានទៅការិយាល័យកិច្ចការស៊ីវិលនៅព្រឹកនេះតើពួកគេកំពុងលេងអ្វីពិតប្រាកដពួកគេធ្ងន់ធ្ងរមែនទេវេសិននេះតើគាត់ចាប់ផ្ដើមចែកចង់ជាមួយម្ដាយរបស់បងលីនតើគេអាចលងស្នេហ៍ដំបូងទេគាត់ត្រូវបានគេចាប់ដាក់គុកនៅninhវិញវិលជាង10ឆ្នាំវាមិនអាចទៅរួចទេក្នុងការទទួលបានជំនួយពីអ្នកខាងក្រៅដូចជាគេឆេងលេងខ្ញុំយល់ពីភាពមិនគួរឲ្យទុកចិត្តរបស់គាត់ប៉ុន្តែគេឆេងលេងសហការជាមួយគាត់ខ្ញុំពិតជាមិនយល់ទេខ្ញុំបានប្រាប់អ្នកថាយើងគួរតែលុបបំបាត់បញ្ហានេះទាំងស្រុងអ្នកនឹងមិនស្ដាប់ទេតើយើងគួរធ្វើអ្វីឥឡូវនេះបើគាត់ដឹងថាភ្លើងមកវិញគឺមានចេតនាបើយើងដោះលែងវាចប់ហើយអូសម្លាញ់គាត់មិនដឹងថារបួសរបស់គាត់ជាសះស្បើយនៅពេលណាទេអ្នកបានតាមដានមិនបានអ្វីសោះខ្ញុំគិតថាគាត់ជាបិសាចដ៏អាក្រក់រៀបការជាមួយគូស៊ីណានអ្នកលេងសៀកនោះមានតែទុកព្រួយរងចាំវានឹងមិនបង្កបញ្ហាអ្វីឡើយតើអ្នកណាគិតថាគេឆេងលេននឹងជ្រៀតជ្រែកជប់និយាយទៅខ្ញុំចង់បានបងលីនខ្ញុំចង់បានបងលីនជប់យំទៅវារំខានណាស់យកវាឲ្យចំណាយវាខ្ញុំដឹងថាម៉ាក់របស់ខ្ញុំគឺល្អបំផុតជប់ក្រវីនៅមុខខ្ញុំគ្រោះថ្នាក់នេះមិនអាចរក្សារហូតមកដល់ពេលនេះគាត់បានរកឃើញកាឆេងលេងជាអ្នកគ្រប់គ្រងរបស់គាត់វាហាក់ដូចជាពួកគេកំពុងមានស្នេហានេះជាបញ្ហាទោះបីជាមានបញ្ហាទាំងអស់ក៏ដោយវានៅតែគ្រាន់តែជារូបរាងកាយប៉ុណ្ណោះដរាបណាអ្នកចង់មានវិធីជាច្រើនដើម្បីដោះស្រាយជាមួយគាត់តើមានន័យយ៉ាងណាខ្ញុំគោរពអ្នកទាំងពីរក្នុងនាមជាចាស់ទុំទោះបីជាពិភពនៃការចិញ្ចឹមត្រីគឺមិនចេះខ្វល់ខ្វាយហួសហេតុប៉ុន្តែយ៉ាងហោចណាស់ពួកគេបានផ្ដល់ឲ្យខ្ញុំនូវជីវិតនេះក៏ជាសញ្ញាសម្គាល់តូចមួយនៃការដឹងគុណរបស់ខ្ញុំមាន5លាននៅក្នុងកាតចាប់តាំងពីអ្នកគិតថាពាក្យសឹកសៀវគឺជាការរំខានហើយអ្វីមិនទិញទំនាក់ទំនងនេះខ្ញុំមិនមែនជាសមាជិកគ្រួសារឪពុកក្មេកទេតើអ្វីទៅដែលនិយាយអំពីប្រាក់នេះអត់ទេតោះនិយាយពីលុយខ្ញុំក៏រៀនដោយចៃដន្យដែរក្រុមហ៊ុន Bay Group មានគម្លាតថវិកាយ៉ាងសំខាន់ប្រសិនបើទិន្នន័យនេះត្រូវបានបែកធ្លាយដោយចៃដន្យបើប៉ាខ្ញុំរកឃើញអ្នកកំពុងព្យាយាមប្រើការរៀបការជាឧបករណ៍នយោបាយការវិនិយោគផ្អែកលើរឿងនោះជាអនុវិទ្យាល័យខ្ញុំឆ្ងល់ថាតើម្ចាស់ភាគហ៊ុនរបស់អ្នកគិតយ៉ាងណាគេឆែវកំបោជ្រៀតជ្រែកក្នុងអាជីវកម្មផ្ទាល់ខ្លួនរបស់គាត់ណាឥឡូវនេះពួកគេមានភាពក្លាហានក្នុងការព្រួយបារម្ភខ្លួនឯងជាមួយនឹងការរៀបចំបុណ្យសពរបស់យើងវាហាក់ដូចជាទុនខ្សោយនឹងឈឺគ្រាន់តែជានេះប្រហែលជាគ្រាន់តែជាលេសមួយដែលមិនត្រូវបានមនុស្សទូទៅឲ្យតម្លៃតើរាងកាយរបស់ខ្ញុំយ៉ាងម៉េចដែរ
លោកឃីវអ្នកបានបារម្ភហើយខ្ញុំដឹងពីអ្វីដែលអ្នកត្រូវការខ្ញុំក៏សង្ឃឹមថាអ្នកយល់ពីអ្វីដែលខ្ញុំចង់បានហាហាប្រាប់មកថាចង់បានអីវេខេញៀគឺជារបស់ខ្ញុំឥឡូវនេះសូម្បីតែសាច់ញាតិជិតស្និទ្ធបំផុតក៏មិនត្រូវបានអនុញ្ញាតឲ្យធ្វើបាបគាត់បន្តិចដែរលោកបៃខ្ញុំមិនចង់ឲ្យរឿងនេះកើតឡើងទៀតទេអ្នករស់នៅបន្ទប់ខាងលើខាងឆ្វេងខ្ញុំរស់នៅខាងស្ដាំតើលេខទូរស័ព្ទរបស់អ្នកជាអ្វីខ្ញុំមិនមានទូរស័ព្ទដៃទេអ្នកមិនបានចុះពីភ្នំជាង10ឆ្នាំហើយមែនទេសំណាងល្អដែលខ្ញុំបានរៀបចំទុកជាមុនលេខរបស់ខ្ញុំគឺនៅក្នុងនោះចុចគ្រាប់ចុចនេះគូនេះតើនេះត្រឹមត្រូវទេវាយឺតពេកហើយខ្ញុំនឹងគេងឥឡូវនេះខ្ញុំងុយដេកពេកទៅដេកលោកគ្រូបាននិយាយមាននរណាម្នាក់ដូចខ្ញុំដែលមិនធ្លាប់ឃើញពិភពលោកច្រើនទេការរៀបការបានល្អធ្វើឲ្យគូស្នេហ៍មួយគូប៉ុន្តែខ្ញុំចង់បញ្ជាក់ខ្ញុំក៏អាចស្មោះត្រង់ចំពោះសំណាងល្អរបស់ខ្ញុំដែរខ្ញុំមានសមត្ថភាពជួយខ្លួនឯងគាត់ប្រកាសជានឹងជាសេះស្បើយក្នុងរយៈពេល6ខែតើអ្នកដើរដោយរបៀបណាបញ្ចេញសម្លេងតើនេះជាអ្វីវាអាចជាការលេងសើចមកគិតមើលទៅអ្នកពិតជាមិនដូចឪពុកម្ដាយទេប្រហែលជានោះហើយជាមូលហេតុដែលពួកគេមិនចូលចិត្តខ្ញុំគេមិនមានរសជាតិឆ្ងាញ់ទេបើគេមិនចូលចិត្តអ្នកអូត្រូវហើយតើអ្នកបានឃើញស្រារបស់ខ្ញុំទេខ្ញុំបានបោះវាចោលទាំងអស់បោះវាចោលទាំងអស់នោះជាបណ្ដុំនៃស្រាល្អដែលខ្ញុំបានប្រមូលមកពីទូទាំងពិភពលោកសូម្បីតែស្រាដែលល្អបំផុតក៏មិនគួរញ៉ាំលើដែរការផឹកស្រាដើម្បីបំបត្តិការឈឺចាប់និងពន្លឿនការស្លាប់របស់អ្នកសេចក្តីស្លាប់នាំមកនូវការរំដោះនោះនឹងមិនមែនជាការចរចាសម្រាប់មនុស្សអាក្រក់ដែលបំពោលអ្នកនោះទេមិនអាចប្រាប់បានទេអ្នកប្រកាសថាថ្មិញរបស់អ្នកនឹងបាក់ដូច្នេះកុំមានចិត្តនេះអាក្រក់ដូច្នេះតើអ្នកមានចេតនាអាក្រក់ឬទេកុំគិតច្រើនពេកខ្ញុំគ្រាន់តែជួយអ្នកមិនទប់ស្កាត់ Meridians របស់អ្នកជាការព្យាបាលបន្ថែមការជិះចាប់បង្ហាញពីការស្ទះជំងឺរបស់អ្នកត្រូវបានពន្យាពេលយូរពេកវានឹងមានភាពមិនស្រួលខ្លះនៅដំណាក់កាលដំបូងនៃការព្យាបាលទេកុំបង្ខំខ្លួនឯងឲ្យស៊ូទ្រាំនឹងការជិះចាប់គ្រាន់តែនិយាយមិនអីទេអាយុជួយខ្ញុំផងកុំខ្លាចអីអាយុដេកឲ្យស្ងៀមកុំធ្វើចលនាយកចេញបន្ទាប់ពីកន្លះម៉ោងហេតុអ្វីបានជាអ្នកខឹងតើអ្នកមិនចូលចិត្តឲ្យខ្ញុំហៅអ្នកថាអីទេមានតែមិត្តភក្តិជិតស្និទ្ធនិងក្រុមគ្រួសារអាចហៅខ្ញុំថាអីមិនអីទេតោះយឺតពេលបងប្រុសខ្ញុំថាប្រយ័ត្នបរោះចុះភ្នំប៉ុន្តែគាត់ហាក់ដូចជាវាគួរឲ្យស្រឡាញ់ណាស់ទេខ្ញុំភ្ញាក់ឡើងខ្ញុំបានដេកលក់កាលពីម្សិលមិញហេតុអ្វីបានជាអ្នកមិនហៅខ្ញុំមិនដាស់អ្នកទេព្រោះអ្នកគេងលក់ស្រួលខ្ញុំមិនបានគេងលក់ស្រួលនេះយូរមកហើយនេះបង្ហាញថាការព្យាបាលរបស់ខ្ញុំមានប្រសិទ្ធភាពខ្ញុំបានមើលអ្នកពេញមួយយប់តើអ្នកធ្លាប់មានប្រតិកម្មមិនល្អទេអ្នកបានធ្វើការលំបាកវាជាការងាររបស់អ្នកប៉ុន្តែតើអ្នកបានធំក្លិនអ្វីទេស៊ុបរបស់ខ្ញុំនឹងឆេះ
ta nè sốc sập bài tế mình ấy tê vi mình ấy tê nhom ban xoay rô xịp hơn này nom rủi thời còn tay chẳng cran ní bị bạc cướp krong cầm đá khlang pê chỉ thao mà đá nhom mình phơi một hộp nợ tê rồi sân bạn nè trời ca vì một đồng tiết nợ pê còi nhom nâng chùm đu vía đòi electromagnetic ní giấy tam hai pho nè đã tớp tay chụp tét cua tài dương cua tayประหยัด trong pú mình nụ ta nè ai chịu nhomอย่างนี้đòiរបៀបណាnè ban pro cô chỉ vật nâng sầm nangរបស់អ្នកមកខ្ញុំta nè mình nghĩ chịuខ្ញុំទេtaមានអ្វីខុសអូមដោះស្រាយជាមួយអ្នកឲ្យខ្ញុំផឹកខ្លះតើរបបអាហារអស់ប្រភេទណាទោះជាយ៉ាងណាក៏ដោយប្រសិនបើកម្ដៅមិនខ្ពស់គ្រប់គ្រាន់វាអាចមានផលប៉ះពាល់មួយចំនួនខ្ញុំមិនអាចមើលឃើញផលប៉ះពាល់ទៀតទេបុគ្គលនោះត្អូញត្អែពីការមើលឃើញមិនច្បាស់ពេលខេងយោតើវាពិតជាអាចទៅរួចទេក្នុងការប្រាខ្ញុំជាជ្រូកគេណេកុំភ័យអីនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះខ្ញុំនឹងចេញវិជ្ជាបញ្ជាឲ្យអ្នកភ្លាមវានឹងប្រសើរឡើងក្នុងពេលឆាប់វានឹងបានប្រសើរឡើងក្នុងពេលឆាប់វានឹងប្រសើរឡើងក្នុងពេលឆាប់នេះអ្នកនឹងកាន់តែប្រសើរអ៊ំខ្ញុំសុំទោសតើអ្នកអាចមើលឃើញយ៉ាងច្បាស់ឥឡូវនេះទេវានៅតែហាក់ដូចជាមិនច្បាស់លាស់ហើយវាហាក់ដូចជាមានអ្វីមួយនៅក្នុងភ្នែករបស់ខ្ញុំវានឹងមិនធ្វើឲ្យត្រូវបានគេបញ្ឆោតយ៉ាងងាយស្រួលនៅទីនេះចូលគេងតាន់ពេលអាចចាំបន្តិចតើអ្នកភ្លេចអ្វីមួយទេគេឆេងលេងតើអ្នកនៅផ្ទះវីឡារបស់អ្នកទេពួកគេថែមទាំងបានដាក់ខ្ញុំក្នុងបញ្ជីខ្មៅហើយធ្វើឲ្យសន្តិសុខបើកទ្វារតើខ្ញុំរវល់ជាមួយអ្វីបើគ្មានអ្វីទៀតទេជោគជួខហើយកុំទៅតើសំឡេងនោះជាអ្វីតើវាអាចជាអ្វីទៀតធ្វើលំហាត់ពេលព្រឹកលំហាត់ពេលព្រឹកអូតើអ្នកភ្លេចអ្វីមួយទេភ្លេចដកដោតឈួតតើវាអាចជាអ្វីទៀតធ្វើលំហាត់ពេលព្រឹកខ្ញុំបានចំអកគាត់ហេតុអ្វីបានជាអ្នកឡើងក្រហមវាក្តៅពេកវាក្តៅណាស់ថ្ងៃនេះខ្ញុំត្រូវទៅក្រុមហ៊ុនតើអ្នកសុខសប្បាយទេនៅផ្ទះដោយខ្លួនឯងជាការពិតណាស់គ្មានបញ្ហាទេទោះយ៉ាងណាក៏ដោយខ្ញុំអាចរកឃើញអ្វីដែលខ្ញុំមិនដឹងសូមប៉ះក្បាលមនុស្សចម្លែកនៅពេលអ្នកបើកទ្វារនៅផ្ទះជើមិនលូតលាស់មេរៀនទេប្រយ័ត្ននៅកន្លែងធ្វើការពេលខេងយាបានបើកទ្វារខ្ញុំដឹងថាអ្នកនៅផ្ទះហើយបើកទ្វារហេតុអ្វីបានជាគាត់នៅទីនេះបើកទ្វារតើអ្នកស្រែកអ្វីដែលរំខានសន្តិភាពតើអ្នកកំពុងធ្វើអ្វីនៅទីនេះខ្ញុំបានរកឃើញរួចហើយអ្នកនឹងលេងខ្ញុំមិនបានឃើញបងប្រុសរបស់ខ្ញុំមុនពេលពិធីភ្ជាប់ពាក្យទេហេតុអ្វីបានជាពួកគេរៀបការលឿនម្ល៉េះប្រាប់ខ្ញុំត្រូវតែមានការខុបខិតជាប់ពាក់ព័ន្ធប្រសិនបើការខុបខិតរបស់យើងត្រូវបានលាតត្រដាងយ៉ាងងាយស្រួលដោយអ្នកបន្ទាប់មកវានឹងមិនត្រូវបានចាត់ទុកថាជាការសំគំនិតទៀតទេចាប់តាំងពីអ្នកបានទទួលស្គាល់វាខ្ញុំដឹងថាអ្នកមិនមែនជាអ្នករុញច្រានទេភ្លើងនោះគួរតែឆេះខ្លាំងជាងការនោះទៅទៀតក្រែងឯងត្រូវទុកឲ្យមានបញ្ហាហើយញុះញង់ឲ្យមានបញ្ហាដោយសារតែរឿងមិនសមហេតុផលរបស់សង្តាវដែលវង្វេងស្អប់ខ្ញុំខ្លាំងម្ល៉េះតើពាក្យរបស់អេសេចាស់អាចចាត់ទុកថាមិនសមហេតុផលយ៉ាងណាអ្នកដាក់បណ្ដាសាដារាយការពួកគេគួរតែត្រូវបានគេមើលងាយជារៀងរហូតជីវិតនៃភាពអេកោហៅមែនទេបន្ទាប់មកខ្ញុំនឹងបង្ហាញអ្នកឲ្យបានត្រឹមត្រូវតើវាមានន័យដូចម្ដេចដើម្បីប្រឆាំងនឹងវាសនាតើអ្នកចង់ធ្វើអ្វី
ខ្ញុំសូមប្រាប់អ្នករាល់គ្នាថាគុំល្ងងពេកអំពីរបៀបដែលគ្រូហ្គាមមិនទទួលស្គាល់អ្នកសូម្បីតែស្នេហាដ៏ជ្រាលជ្រៅបំផុតរវាងអ្នកទាំងពីរត្រូវតែបញ្ចប់នៅទីបំផុតលើសពីនេះអ្នកទាំងពីរមិនមានអារម្មណ៍ចង់ចាប់ផ្ដើមជាមួយគ្នាទេអ្នកណាថាយើងគ្មានអារម្មណ៍ឬហេតុផលបងប្រុសលីនអារម្មណ៍មិនអាចវាស់វែងបានដោយពេលវេលាតែមួយទេខេងយ៉ានិងខ្ញុំបានវាភ្លាមការស្រឡាញ់គ្នាទៅវិញទៅមកបងនាងកុំឲ្យគាត់បោកកញ្ញាប៊ីរបៀបបង្ហាញពីអារម្មណ៍របស់អ្នកយើងនៅជាមួយគ្នាទាំងយប់ទាំងថ្ងៃដូច្នេះយើងអាចធ្វើការវិនិច្ឆ័យដោយខ្លួនឯងបានពុកឲ្យសូមថែរក្សាសន្តិសុខឲ្យបានល្អផងខ្ញុំធ្វើទាំងអស់នេះដើម្បីប្រយោជន៍ផ្ទាល់ខ្លួនអ្នកនឹងសោកស្ដាយវាតើអ្នកសុខសប្បាយទេហាក់ពីណីវាហាក់ដូចជាយើងត្រូវបន្ថែមមនុស្ស2-3នាក់ទៀតទៅក្នុងបញ្ជីខ្មៅនៃអ្នកទស្សនាទេពកោសល្យផ្នែករចនាដែលបានឈ្នះពានរង្វាន់សិល្បៈពិភពលោកខ្មាស់នឹងការនៅជាមួយគ្នាជាច្រើនឆ្នាំសន្និបាតកំ pl នឹងត្រឡប់មកវិញក្នុងពេលឆាប់នេះបងប្រុសជាន់ខ្ពស់គាត់គ្រាន់តែជាក្មេងប្រុសស្អាតម្នាក់តើមានអ្វីគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងអំពីវាភ្នែកជាប់នឹងអេក្រង់ហេតុអ្វីបានជាបិទវារំខានពេកអូសូមជួយខ្ញុំពិនិត្យមើលរឿងពីរប្រព័ន្ធរបស់អ្នករចនាឈៀវយ៉េវាក៏មានព័ត៌មានអំពីអគ្គិភ័យដែលបានផ្ទុះឡើងនៅក្នុង White History នាពេលនោះភ្លើងនោះនៅពេលនោះវាគួរតែភ្លឺជាងដើម្បីគុំទុកឲ្យមានគ្រោះកាចដូចជាអ្នកបង្កបញ្ហាជំនួយជួយខ្ញុំមានសុបិនអាក្រក់មួយវាគួរឲ្យភ័យខ្លាចជាងការបើកភ្នែករបស់ខ្ញុំហើយឃើញអ្នកខ្ញុំគ្រាន់តែមកពិនិត្យមើលអ្នកព្រោះខ្ញុំជាអ្នកស្រែកប្រាកដអ្នកមិនត្រូវការឲ្យខ្ញុំនៅជាមួយអ្នកយប់នេះទេចូលរក្សាចម្ងាយរបស់យើងតើខ្ញុំពិតជាអ្នកនាំសំណាងដល់អ្នកដទៃមែនទេចៅហ្វាយបាននិយាយថាប្រសិនបើខ្ញុំចង់តើវាជាការពិតទេដែលវាសនាអាចត្រូវបានផ្លាស់ប្ដូរមិនក៏ចេះពាក់ក្រវ៉ាត់ខ្ញុំធ្លាប់ចង់វាឲ្យបងធំរបស់ឯងបងប្រុសរបស់ខ្ញុំមិនពាក់ចំណងញឹកញាប់ទេខ្ញុំបានរៀនវាពេលកំពុងមើលរឿងភាគទូរទស្សន៍តើរឿងភាគទូរទស្សន៍បង្រៀនអ្វីទៀតចិត្តដល់ម៉ោងធ្វើការហើយប្រញាប់ឡើងនរណាម្នាក់នឹងមកសម្អាតនៅពេលក្រោយសូមចាំថាស្វាគមន៍ពួកគេប្រយ័ត្នតើមានអ្វីកើតឡើងនៅក្នុងរបាយការណ៍របស់ក្រុមហ៊ុនកាលពីខែមុនគ្មានអ្នកណាពន្យល់រឿងនេះទេតើយ៉ាង Master Girl តែងតែអះអាងថាខ្លួនឈឺហើយមិនដែលចូលរួមការប្រជុំពេលព្រឹកមែនទេឆ្នាំនេះគឺជាឆ្នាំនៃការងើបឡើងវិញយ៉ាងខ្លាំងនាយកដ្ឋានអភិវឌ្ឍទីផ្សារការលក់បន្ទប់ការងារប្រសិនបើនរណាម្នាក់ត្រូវការជំនួយសូមជួយគ្នាទៅវិញទៅមក Machine Scan Code នោះក៏អាចត្រូវបានប្រើសម្រាប់គោលបំណងនេះផងដែរហាំមិនបានចូលអូអ្នកមិនបាននាំយកឧបករណ៍ទេតើនេះជាផ្ទះដែលអ្នកបានគ្រប់គ្រងឬទោះបីជាប្រពន្ធមេផ្ទះអ្នកមិនធ្វើវាដោយខ្លួនឯងទេយ៉ាងហោចណាស់គួរតែមានការត្រួតពិនិត្យជាមូលដ្ឋានមួយចំនួនអូតើនេះជាគ្រឿងញៀនអ្វីបោះវាចោលយ៉ាងលឿនឱសថទាំងនេះខ្ញុំបានយកចុះពីភ្នំវាជារឿងល្អសម្រាប់គ្រប់គ្រងរាងកាយហាចៅហ្វាយវ័យក្មេងរបស់យើងមិនដែលញ៉ាំអាហារដែលមានប្រភពដើមបែបនេះទេបើកម្លាំងមិនស្គាល់យកវាទៅឆ្ងាយមេវ័យក្មេងស្រមុកខ្ញុំភ្លេចណែនាំខ្លួននាមត្រកូលរបស់ខ្ញុំគឺឆេនហើយខ្ញុំជាមេការរបស់លោកកាលោកគ្រូចាស់កាគាត់គឺជាមេអំបីរបស់ជីតាដ៏លំបាកនោះនៅក្នុងប្រឡំលោករបស់គេឆេងខ្ញុំគិតថាអ្នកគឺជាសេវាកម្មសម្អាតផ្ទះវិនិច្ឆ័យតាមអាកប្បកិរិយារបស់អ្នកវាហាក់ដូចជាអ្នកមិនអង្គុយនៅទីនេះទេសូម្បីតែបុរសចំណាស់ក៏មិនខ្វល់ពីការផឹកទឹកដែរឯងឆ្លើយណាស់ពីអាចត្រូវបានរំលងខ្ញុំក៏មិនខ្វល់នឹងការគោរពដល់គាត់ដែរជឿជាជាងលេងមានភាពមីញឹកខ្លាំងជាមួយការងារនាពេលថ្មីនេះយើងពិតជានឹងទៅលេងលោកតានៅពេលគាត់មានពេលទំនេរស្រមុកគ្មានការប្រញាប់ឲ្យខ្ញុំបង្រៀនអ្នកជាមុនសិន
តែខ្ញុំគូគ្រប់គ្រងគ្រួសាររបស់ខ្ញុំដោយរបៀបណាតើខ្ញុំបញ្ចប់បន្ទប់របស់អ្នកដោយរបៀបណាហេតុអ្វីវាងប្តីប្រពន្ធតើវាអាចធ្វើអ្វីទៀតយើងបានយល់ព្រមមិនចែកបន្ទប់ហេតុអ្វីបានជាអ្នកជំរុញសំណាងរបស់អ្នករក្សាសម្លេងរបស់អ្នកចុះបើលើឆេនមិនទាន់ចាក់ចេញទេការសម្ដែងចុះបើគាត់ធ្វើឲ្យយើងបែកគ្នាអូអ្នកកំពុងដេកដូចឈើអ្នកមិនបានភ្ញាក់ឡើងសំបីតែពេលដែលខ្ញុំនាំអ្នកចូលទៅក្នុងខ្ញុំប្រហែលជាហត់ពេកពិតជាបើលើឆេនតឹងរឹងបន្តិចកិច្ចការផ្ទះត្រូវបានធ្វើយ៉ាងច្បាស់ដោយអ្នកផ្សេងលោកបានទទូចថាម្ចាស់ផ្ទះក៏ចូលរួមផឹកស៊ីដែរតើដំណើរការហៅទូរស័ព្ទមានភាពតឹងរឹងទេវាច្បាស់ណាស់ថាតឹងរឹងណាស់ខ្ញុំមិនដែលនឿយហត់បែបនេះទេសំបីតែពេលឡើងភ្នំទៅកាប់អុសឬធ្វើគ្រឿងផ្ទុះក៏ដោយមើលនេះមើលអ្នកបានខិតខំកុំផ្ដល់ឲ្យខ្ញុំនោះហេតុការណ៍នេះបានកើតឡើងភ្លាមតោះធ្វើសម្រាប់យប់នេះអ្វីកុំផ្ដល់ឲ្យខ្ញុំនោះហេតុការណ៍នេះបានកើតឡើងភ្លាមតោះធ្វើសម្រាប់យប់នេះអ្វីតើអ្នកអាចត្រឡប់ទៅពាក្យរបស់អ្នកដោយរបៀបណាធានាបើខ្ញុំពិតជាចង់ធ្វើអ្វីមួយដាក់អ្នកមែននោះអ្នកនឹងមិនអាចគិតខ្លួនបានទេវាមិនស្ដាប់ទៅដូចជាពាក្យលងលំទេប្រសិនបើពួកគេដឹងសូមរៀបការคล้ายៗអូខេអ្នកគឺជាអ្នកជំងឺខ្ញុំបានដេកនៅលើឥដ្ឋអូខ្ញុំជាព្រះពិរោធពួយនៅក្នុងទូយកទៅខ្លួនឯងប្រយ័ត្នកុំផ្ដាសាយការស៊ើបអង្កេតបានបញ្ចប់គ្មានសកម្មភាពរបស់ស្ត្រូវតើអ្នកកំពុងធ្វើដំណើរទៅណាបើលើឆេនតោះទៅវាលឿនណាស់វាហាក់ដូចជាគ្មានអ្វីកើតឡើងកាលពីយប់មិញវាជាការងារដែលហត់នឿយនិងគិតពន់ចៅហ្វាយបានបញ្ជាអ្នកចង់ឲ្យខ្ញុំគ្រប់គ្រងជីវិតប្រចាំថ្ងៃរបស់អ្នកឲ្យបានត្រឹមត្រូវជួយឲ្យមានកូននិងចៅឆាប់វាជាការល្អបំផុតដែលអនុញ្ញាតឲ្យអ្វីដំណើរការតាមធម្មជាតិរបស់វាគ្មានប្រយោជន៍ក្នុងការថប់បារម្ភទេចៅហ្វាយវ័យក្មេងប្រាប់ត្រង់ស្ថានភាពរាងកាយរបស់អ្នកវាជាការល្អដែលមានគម្រោងបំរុងទុកក្នុងករណីប៉ុន្តែមិនចាំបាច់ព្រួយបារម្ភនោះទេគ្រូសាយកានិងកាសែនទោះខ្ញុំស្លាប់ក៏គ្មានអ្នកណាខ្វល់ដែរហេតុអ្វីបានជាបង្កើតបញ្ហាដែលមិនចាំបាច់ខ្ញុំនឹងខ្វល់ប្រសិនបើអ្នកស្លាប់ទេខ្ញុំនឹងមិនឲ្យអ្នកស្លាប់ទេខ្ញុំនឹងព្យាបាលអ្នកទេខ្ញុំនឹងមិនឲ្យអ្នកស្លាប់ទេខ្ញុំនឹងព្យាបាលអ្នកបញ្ហាដែលសំបីតែវិទ្យបណ្ឌិតបោះចំប្រទេសក៏មិនអាចព្យាបាលបានដែរតើអ្នកគិតថាជំនាញវិទ្យាសាស្ត្រមិនធម្មតារបស់អ្នកអាចដោះស្រាយរឿងនេះបានទេប្រញាប់ឡើងប្រគល់របស់ដែលខូចនិងរហែកមកខ្ញុំប្រមូលអុសចៃដនឲ្យគ្រប់ប្រភេទសម្រាប់ខ្ញុំវិទ្យាសាស្ត្រធ្វើឲ្យខ្ញុំឈួតវិធីសាស្ត្ររបស់ Butler Chen គឺជា pseudoscience ស្រមុកសពវិជាតើអ្នកសុខសប្បាយទេហេតុអ្វីបានជាអ្នកនៅឆ្ងាយពីខ្ញុំអូនសំដែងបន្តិចហើយមែនទេកុំប៉ះខ្ញុំតើ Butler Chen ទទួលបានប៉ុន្មានពីជីតាពួកគេបានប្រើគ្រប់ល្បិចដ៏អាក្រក់ដែលនឹកស្មានមិនដល់ចង្កេះនៃឆ្អឹងខ្នងនេះតើអ្នកណានៅតែអាចក្លាយជាសុភាពបុរសពិតប្រាកដខ្ញុំកុំប៉ះខ្ញុំស្រាប់តែខឹងដោយគ្មានហេតុផលជីតាត្រូវតែជាមនុស្សចាស់ខ្ញុំបានទៅជួបគាត់ដើម្បីយកគូដណ្ដឹងរបស់ខ្ញុំមកវិញតើអ្នកណាប្រាប់គាត់ឲ្យបញ្ជូននរណាម្នាក់ទៅជួយកូនឈួតអ្នកទាំងពីរត្រូវបានស្រីហ៊ូនោះធ្វើបាប
តើគាត់ជាទេពអប្សរពីលើភ្នំមែនទេសូម្បីតែគេឆេងលិនដែលជាទីហ៊ាននោះត្រូវបានរស់ឡើងវិញទាំងស្រុងគាត់ត្រូវបានតែងតាំងឡើងវិញនេះមិនមែនជាយើងទេច្បាស់ជាតារាសំណាងនោះជាសិទ្ធម៉ាក់សូមទៅយកគាត់មកវិញកូនប្រុសឈួតបាយឆ្អិនហើយសូមធ្វើអីទៀតទោះយ៉ាងណាក៏ដោយប្រសិនបើគេឆេងលិនពិតជាត្រូវបានព្យាបាលដោយគាត់នោះជាបញ្ហាហាក់ពីនៃគាត់ជាស្ត្រីទុនខ្សោយដែលមិនត្រូវបានស្វាគមន៍ដោយគ្រួសារគាត់វាងាយស្រួលបំផុតក្នុងការដោះស្រាយហាទម្រង់គឺភាពទេគឺជាទម្រង់គឺភាពទេគឺជាទម្រង់គឺភាពទេគឺជាទម្រង់បងប្រុសលីនមកដល់ទីក្រុងបុរាណកុំធ្វើកាយវិការព្យាយាមភ្ញាក់ឡើងមិនក៏អៀនម្លេះខ្ញុំមានគ្រុនក្តៅអូត្រឹមត្រូវមកអង្គុយចុះអ្នកនិយាយថាមិនស្ដាយក្រោយទេអូអ្នកបានបំពេញច្បាប់អ្នកឲ្យខ្ញុំខ្ចីលុយអ្នកបានអញ្ជើញខ្ញុំមានន័យថាខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅថ្នាំសាកល្បងមួយខណៈពេលដែលអ្នកកំពុងហៀជាមួយនឹងស្ករកៅស៊ូបន្ថែមប្រសិទ្ធភាពទ្វេដងឥឡូវនេះវាហាក់ដូចជាអ្នកក៏អាចសាកល្បងវិធីសាស្ត្រផ្សេងទៀតផងដែរវិធីសាស្ត្រអ្វីបាទខ្ញុំថាបើជឿខ្ញុំនឹងស្រែកវាចេញបរោះពិតមិនត្អូញត្អែពីការជិះចាប់នៅពីក្រោយបរោះជោគជ័យនេះអ្នកត្រូវតែមានប្រពន្ធដែលមានសមត្ថភាពនិងសម្ភារប្រពន្ធរបស់ចៅប្រុសច្បងរបស់គ្រូសាហ្គាតើវាអាចជាក្រដាស់ទេដោយរបៀបណាបើមិនចេះទេរៀនយឺតគាត់ឆ្លាតណាស់នោះគឺម្ដាយដែលខូចចិត្តប្រហែលជាមិនធ្វើឲ្យកូនប្រុសរបស់ខ្លួនខូចដូចក្មេងកំព្រាទេអូក្រវៃក្មេងមិនមែនរិះគន់អ្នកទេមើលស្ថានភាពរាងកាយរបស់អ្នកគាត់នឹងគ្មានប្រយោជន៍ទេប្រសិនបើមានអ្វីកើតឡើងចំពោះគាត់តើខ្សែឈាមនេះនឹងបន្តក្នុងត្រកូលកាយ៉ាងណាហេតុអ្វីបានជាខ្វល់ខ្វាយខ្លាំងចំពោះរឿងដែលមិនទាន់កើតឡើងអ្នកនឹងរីករាយនឹងជីវិតប្រសើរជាងការខ្ជះខ្ជាយពេលវេលាជីវិតតើអ្នកដឹងអ្វីខ្លះពីជីវិតអ្នកស្រីព្រៃភ្នំស្រមុកម្ហូបនៅទីនេះអូឆ្ងាញ់ណាស់បើលើឆេនសុំភ្លក់រសជាតិហឹមញ៉ាំអីឆ្ងាញ់ម្ល៉េះមិនដឹងថាចេះរៀបចំផ្កាទេជីវិតនៅលើភ្នំគឺយឺតពេលនោះយើងនឹងមានពេលដើម្បីរៀនរឿងទាំងនេះវាគ្រាន់តែជារឿងគ្មានន័យដើម្បីគ្រប់គ្រងគ្រួសារនៅមានច្រើនណាស់ដែលត្រូវរៀនខ្ញុំដឹងដូចជាសុខភាពនៅក្នុងទីក្រុងមិនមានវិធីដើម្បីប្រញាប់ប្រញាល់អ្វីនោះទេមិនអីទេជប់សម្រាប់ឥឡូវនេះស្រមុកក្បាលខ្ញុំឈឺទៀតហើយឲ្យខ្ញុំមើលវាគ្មានអ្វីទេខ្ញុំគ្រាន់តែចង់រកកន្លែងនៅចិត្តខ្ញុំតើមានអ្វីខុសខ្សឹបខ្ញុំកំពុងនិយាយកុហកលោកកេឆេងលិនអន្តរាគមព្យាបាលរបស់គាត់ភាពញឹកញាប់នៃការឈឺក្បាលបានថយចុះប៉ុន្តែវាហាក់ដូចជារោគសញ្ញាថ្មីបានលេចឡើងពីលទ្ធផលបញ្ហានៃដំបៅគឺថាពួកគេធូរស្រាលម្ដុំកើភ្នែកមិនច្បាស់វាអាចគ្រាន់តែជាផលប៉ះពាល់នៃដំណើរការព្យាបាលយើងត្រូវសង្កេតបន្ថែមទៀតមុននឹងធ្វើការវិនិច្ឆ័យយើងនៅតែត្រូវសង្កេតមើល
ពេលឃើញយើងនឹងយ៉ាវយើងប្រើល្បិចព្យាបាលជំងឺសម្លាប់ប្តីតើអ្នកកំពុងធ្វើអ្វីលោកយ៉ាវខ្ញុំឃើញអ្នកជាមនុស្សចាស់ខ្ញុំមិននឹកស្មានថាអ្នកមកដល់មាត់ទ្វារខ្ញុំភ្លាមនោះដើម្បីសួរចម្លើយខ្ញុំតើវាមកពីណាពូលីទុកចោលអ្នកបានទៅឆ្ងាយពេកជាមួយនឹងបទបង្ហាញរបស់អ្នកមានការសង្ស័យនិងគិតច្រើនពេកខូចថ្លើមនឹងវិលមុខមីងយ៉ាវគួរតែបារម្ភតិចជាងអ្នកដទៃថែរក្សាខ្លួនអ្នកជាមុនសិនអរិយតូចអើយអ្នកបានលបួងបងប្អូនទាំងពីរនាងក៏បានឲ្យឆ្នាំប្តីរបស់នាងដោយមិនរើសអើងគាត់ចង់សម្លាប់គាត់មុនពេលគាត់មានជើងរឹងមាំកុំនិយាយមិនសមហេតុសមផលប្រសិនបើខ្ញុំពិតជាទេពអប្សរស្រាប់តែលេចមុខមកមាត់ទ្វារផ្ទះធ្វើរឿងបែបនេះអ្នកដឹងថាអ្នកនឹងទទួលបានអ្វីដែលនឹងមកដល់អ្នកឈប់អូតើថ្នាំទាំងនេះពិតជាមានប្រសិទ្ធភាពមែនទេប្រសិនបើវាមិនអាចព្យាបាលបានខ្ញុំនឹងមិនបន្ទោសអ្នកទេអ្នកអាចសួរសមត្ថភាពរបស់ខ្ញុំទោះយ៉ាងណាក៏ដោយវិជ្ជាបញ្ជារបស់ម្ចាស់ខ្ញុំមិនអាចសាកសួរបានទេគាត់មកពីគ្រូសាស្ត្រគ្រូពេទ្យល្បីឈ្មោះខ្ញុំមានន័យថារដ្ឋធម្មនុញ្ញរបស់អ្នករាល់គ្នាគឺខុសគ្នាមិនមែនវិជ្ជាបញ្ជាទាំងអស់អាចអនុវត្តបានទេក្រៅពីនេះជោគវាសនារបស់មនុស្សគ្រប់រូបត្រូវបានកំណត់ទុកជាមុនមនុស្សម្នាក់ត្រូវតែនិយាយអំពីវាសនាខ្ញុំព្រួយបារម្ភថាជោគវាសនាអភ័ព្វរបស់ខ្ញុំនឹងនាំសំណាងអាក្រក់មកអ្នកនោះមិនមែនជាអ្វីដែលខ្ញុំចង់មានន័យនោះទេវាសនាបានរៀបចំឲ្យយើងជួបគ្នាមានហេតុផលសម្រាប់ការមើលឃើញធម្មជាតិក្រៅពីនេះអ្នកជាមនុស្សល្អសំណាងល្អនឹងមកដល់ចំពោះមនុស្សអាក្រក់តើពួកគេគួរទទួលអំណោយពីគាត់ដែរឬទេហេតុអ្វីបានជាគ្មាននរណាម្នាក់នៅទីនេះតើនេះជាកញ្ចប់របស់អ្នកណាគេលេងកំ pl ែងនេះគួរឲ្យរំខានតើអ្នកមានបញ្ហាអ្វីដែលអ្នកជាស្ត្រីឈួតអ្នកណាខ្លះលេងព្រឹកព្រលឹមខ្ញុំបានទៅបើកទ្វារបងប្រុសជាន់ខ្ពស់អាយុបងប្រុសជាន់ខ្ពស់បងប្រុសហេតុអ្វីបានជាអ្នកនៅទីនេះខ្ញុំដឹងតែពេលឡើងភ្នំទៅជួបម្ចាស់ខ្ញុំវាហាក់ដូចជាមនុស្សដែលអ្នកគួររៀបការមិនមែនជាគាត់ទេរឿងវែងឆ្ងាយចូលមកវាជារឿងដ៏វែងមួយចូលមកខ្ញុំបានឃើញបទសម្ភាសន៍របស់អ្នកនៅលើកញ្ចក់ទូរទស្សន៍កាលពីប្រហែលថ្ងៃមុនអូពិតជាមែនទេតើអ្នកបានធ្វើអ្វីកាលពី2ឆ្នាំមុនស្ថានភាពជំងឺរបស់ខ្ញុំមានការប្រែប្រួលមួយរយៈពេលចុងក្រោយនេះហើយខ្ញុំបានទទួលវិជ្ជាបណ្ឌិតបានចេញវិជ្ជាបញ្ជាឲ្យប្រើថ្នាំដើម្បីគ្រប់គ្រងរាងកាយប៉ុន្តែមិនមានការប្រែប្រួលអ្វីគួរឲ្យកត់សម្គាល់នោះទេត្រូវហើយខ្ញុំនឹងរៀបចំការតាំងពីពណ៌ឆាប់នេះឥឡូវនេះ Studio Design កំពុងដំណើរការជាធម្មតាបងប្រុសជាន់ខ្ពស់ដូច្នេះអ្នកបានរកឃើញផ្លូវរបស់អ្នកប្រកបណាស់ប្រសិនបើអ្នកមិនធ្វើបានល្អចុះពីលើភ្នំហោះទៅជួបខ្ញុំគ្រប់ពេលឥឡូវនេះខ្ញុំមិនអាចរត់ទៅឆ្ងាយឬពឹងលើអ្នកដទៃទៀតទេខ្ញុំក៏ត្រូវពឹងលើខ្លួនឯងដើម្បីចាប់យកឱកាសខ្លួនឯងមិនអីទេសូមមេត្តាតាក់ទងមកខ្ញុំប្រសិនបើអ្នកត្រូវការជំនួយណាមួយមិនបាច់ទេបងតាំងមានរឿងចង់និយាយអ្នកអាចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយរឿងរបស់យើងស្ទូឌីយោរបស់យើងពួកគេក៏រើសអើងខ្លាំងណាស់ហានិយាយលេងសួស្ដីអ្នកចាស់មានផ្លែអីខ្លះមានផ្លែឈើខ្លះហើយអ្នកកំពុងញ៉ាំអ្វីតើអ្នកទៅដើរលេងមួយយប់ទេអ្នកជិតស្និទ្ធនឹងបងប្រុសរបស់អ្នកខ្លាំងណាស់តើអ្នកជាអណ្ដាតភ្លើងចាស់ទេតើអ្នកចង់ដឹងទេមិនគួរឲ្យចង់ដឹងនោះទេបើមិនចង់ដឹងទេកុំភ្លេចណាត្រូវហើយការគ្រប់គ្រងអចលនទ្រព្យឲ្យបានមកដល់ថ្ងៃនេះហេតុអ្វីបានជាអ្នកមកទីនេះនិយាយថាកាមេរ៉ាខូចហើយត្រូវការជួសជុលខ្ញុំបានរត់ចេញគាត់មានសុខភាពមិនល្អតាំងពីកុមារភាពផ្ញើទៅកញ្ចក់ស្លៀកពាក់នៅផ្ទះគាត់ត្រូវបានក្រុមគ្រួសារចាប់ខ្លួនកាលពីវ័យជំទង់ក្រោយមកគាត់ក៏បានត្រឡប់ទៅផ្ទះរបស់ Shen ដើម្បីលាលែងពីតំណែងគាត់ជាមនុស្សមានចិត្តសប្បុរសដោយធម្មជាតិពួកគេមិនដែលចូលចិត្តខ្ញុំទេ
ឈប់Herring តើ Blue Fish មិនអីទេមនុស្សម្នាក់នោះបានបន្សល់ទុកនៅស្រមោលបង្ហូរឈាមការស្វែងរកគាត់មិនគួរពិបាកពេកទេដូច្នេះកុំបារម្ភពេកបន្ទាប់មកអ្នកគួរតែសម្រាប់បន្តិចសូមអរគុណអស្ចារ្យសូមអរគុណអាយ៉ាអ្នកជាវីនារីពាក់អាវស្បែកដើរតាមភ្នំនិងជ្រលងភ្នំដោយនិទានភាពពួកគេក៏និយាយអរគុណផងដែរសូមស្វាគមន៍វាជាអ្វីដែលឪពុកគួរធ្វើប្រសិនបើអ្នកខ្លាចនៅពេលយប់ខ្ញុំអាចស្នាក់នៅនិងរក្សាក្រុមហ៊ុនរបស់អ្នកខ្ញុំមិនខ្លាចតតែសោះនៅលើភ្នំមានខ្លាចកខ្លានិងខ្លាខិនច្រើនតើរឿងតូចមួយនេះអាចបំភ័យខ្ញុំយ៉ាងដូចម្តេចអ្នកបាននិយាយថាអ្នកនឹងទទួលខុសត្រូវចំពោះខ្ញុំមិនក៏ក្តៅម្លេះប្រាប់ខ្ញុំអំពីខ្លួនអ្នកខ្ញុំមិនទាន់បានធ្វើអ្វីនៅឡើយទេហើយអ្នកកំពុងតែរញ៉េញ៉ៃហើយប្តីប្រពន្ធមានបេះដូងដូចគ្នាកុំផ្ដល់ឲ្យខ្ញុំនោះតើយើងជាប្តីប្រពន្ធបែបណាមួយថ្ងៃជាប្តីប្រពន្ធមានតម្លៃ100ថ្ងៃនៃសេចក្តីសប្បុរសអរគុណដែលបានមើលថែខ្ញុំអានឹងត្រជាក់ណាស់អនុញ្ញាតឲ្យខ្ញុំយកដៃកក់ក្តៅមិនចាំបាច់មានបញ្ហានោះទេខ្ញុំជឿពេលខ្ញុំនៅក្មេងម៉ាក់របស់ខ្ញុំតែងតែកាន់ខ្ញុំហើយលួងលោមខ្ញុំឲ្យគេងអ្នកហត់នឿយដោយក្រុមក្តៅមិនអីទេនោះជាចំណុចសំខាន់របស់វានេះនឹងមិនត្រូវបានធ្វើម្ដងទៀតទេមកទៀតហើយប្រពន្ធតើអ្នកជឿទេខ្ញុំពិតជាជឿណាស់ទាញយកប្រយោជន៍ពីជំងឺរបស់អ្នកដើម្បីសម្លាប់អ្នកឡើយចៅ Monkey King មកដល់ហើយខ្ញុំនឹងធ្វើអាជីវកម្មធ្ងន់ធ្ងរខ្ញុំទើបតែចុះទៅរកស៊ីតើអ្នកមានជំនាញប៉ុន្មានទៀតដែលខ្ញុំមិនដឹងម្ចាស់របស់ខ្ញុំដាំឡើយមានថ្ងៃចុងសប្តាហ៍2ថ្ងៃតើមានអ្វីចម្លែកដែលខ្ញុំចេះគូហើយអ្វីបានជាខ្ញុំស្រាប់តែចង់គូបងប្រុសរបស់ខ្ញុំបាននិយាយថាវាមិនអីទេក្នុងការធ្វើប្រហែសខ្ញុំចុះចាញ់ម្ដងទៀតអ្នកមិនត្រូវការរឿងទេអ្នកមិនត្រូវការគាត់ដើម្បីជួយអ្នកលូកវាអ្នកមិនត្រូវការរឿងទេអ្នកមិនត្រូវការគាត់ជួយអ្នកទេហើយខ្ញុំគ្រាន់តែជាអ្នកមិនចង់ធ្វើរឿងធំក្រៅពីនេះតើរឿងរបស់អ្នកមានពាក់ព័ន្ធអ្វីជាមួយខ្ញុំយើងនៅតែជាប្តីប្រពន្ធដូច្នេះអ្វីដែលជារបស់ខ្ញុំគឺជារបស់អ្នកអ្នកមើលទៅខ្ពស់ណាស់ហើយអ្វីបានជាអ្នកនិយាយដូចកូនក្មេងខ្ញុំធ្ងន់ធ្ងរប្រសិនបើអ្នកចង់រៀបចំពិព័រណ៍សិល្បៈថ្ងៃនេះយើងនឹងជ្រើសរើសទីតាំងដូច្នេះតើអ្នកកំពុងព្យាយាមឃ្លាតឆ្ងាយពីវាមែនទេខ្ញុំនឹងត្រូវចាកចេញឆាប់នេះកុំពឹងផ្អែកលើកអាវឈររបស់អ្នកច្រើនពេកអ្នកអាចស្នាក់នៅបានខ្ញុំមានផែនការផ្ទាល់ខ្លួនរបស់ខ្ញុំអ្នកគ្រាន់តែជាអត្ថភាពនៅខាងក្រៅជាងសែមប៉ុណ្ណោះខ្ញុំអាចចំណាយពេលជាមួយអ្នកនាពេលអនាគតមេបាននិយាយសិល្បៈនិងសិល្បៈគឺសំខាន់ដូចគ្នាបេះដូងមួយស្ត្រីដ៏ស្រស់ស្អាតប៉ុន្តែប្រសិនបើខ្ញុំត្រូវជ្រើសរើសខ្ញុំចង់អនុវត្តថ្នាំហេតុអ្វីដោយសារតែអ្នកតើនេះចាត់ទុកថាជាការសារភាពទេខ្ញុំគ្រាន់តែគិតថាអ្នកជាមនុស្សល្អបែបនេះអ្នកមិនគួររងទុក្ខដោយសារជំងឺទេខារ៉ាមនុស្សល្អដែលត្រូវបានបញ្ជូនវាក៏ដោយសារខ្ញុំជាមនុស្សឈឺ
មិនគួររំពឹងថានឹងនៅជាមួយមនុស្សម្នាក់អស់មួយជីវិតខ្ញុំមិនមានន័យនោះទេគ្រាន់តែនិយាយលេងខ្ញុំបានទៅក្រុមហ៊ុនខ្ញុំមានអារម្មណ៍ថាខ្ញុំសង្ឃឹមថាអ្នកនឹងបានប្រសើរឡើងក្នុងពេលឆាប់ម្យ៉ាងវិញទៀតខ្ញុំមិនចង់ឲ្យអ្នកប្រសើរឡើងលឿននោះទេព្រោះនៅពេលនោះបើតាមការព្រមព្រៀងខ្ញុំពិតជាត្រូវចាក់ចេញបងប្រុសរបស់ខ្ញុំមានម៉ូដសក់ថ្មីការបណ្ដុះសក់របស់នាងឡើងធ្វើឲ្យនាងមានរូបរាងសិល្បៈកាន់តែខ្លាំងថ្ងៃមុនមាន stalker នៅក្នុងតំបន់វីឡារបស់អ្នកវាប្រហារលើស្ត្រីរត់លេងពេលយប់ខ្ញុំចង់ធ្វើជាម្ដាយខ្ញុំឆ្ងល់ថាចាប់បានឬអត់នៅមិនទាន់មានដំណឹងអំពីមនុស្សអាក្រក់នោះទេជនអភ័ព្វដែលត្រូវគេវាយគឺខ្ញុំតើអ្នកមិនជឿចាប់ទេជាសំណាងល្អឆេនលេងបានមកដល់ទាន់ពេលពួកគេទាំងពីរបានរងការខាតបង់យ៉ាងខ្លាំងខ្ញុំមិនអីទេនោះជាការល្អអ្នកអាចនិយាយថាវាជាពរជ័យមួយក្នុងការខ្លែងខ្លួនត្រូវយកចិត្តទុកដាក់វាមានអារម្មណ៍ល្អណាស់ដែលត្រូវបានការពារនេះប្រហែលជាមូលហេតុដែលមនុស្សប្រាថ្នាចង់រៀបការត្រូវហើយបងប្រុសប៉ុន្មានឆ្នាំមកនេះអ្នកមិនបានជួបមនុស្សដែលអ្នកចូលចិត្តទេជួបប៉ុន្តែគាត់ហាក់ដូចជាពួកគេមិនចូលចិត្តខ្ញុំទេមិនក៏ពួកគេម្លេះគ្មាននរណាម្នាក់មិនចូលចិត្តអ្នកទេទោះបីជាគ្មានអារម្មណ៍ចំពោះគូស្នេហ៍ក៏ដោយវាក៏ដោយសារតែវាមិនសមរម្យជាន់ខ្ពស់អ្នកនឹងរកឃើញមនុស្សដែលស័ក្តិសមនឹងអ្នកពិតមិនអីទេចុះអ្នកវិញកាលខ្ញុំនៅតូចចៅហ្វាយរបស់អ្នកតែងតែនិយាយថាអ្នកមិនចូលចិត្តនិយាយការសរសេរនឹងគូមិនស័ក្តិសមនឹងការធ្វើជាថៅកែទេបង្ខំដោយកាលៈទេសៈជីវិតហើយអ្នករៀបការចូលគ្រួសារគេមានន័យថាទទួលមរតកពី Story Group មែនទេខ្ញុំមិនទាន់បានគិតពីអ្វីដែលត្រូវធ្វើនៅឡើយទេហើយអ្វីបានជាអ្នកមិនសុំឲ្យយើងធ្វើវាជាមួយគ្នាប្រសិនបើវាជាការងារក្រៅម៉ោងមិនចាំបាច់ទេសូមអរគុណចំពោះសេចក្តីសប្បុរសរបស់អ្នកបើចាំបាច់ខ្ញុំនឹងជួយគាត់បើកស្ទូឌីយោតើអ្នកដឹងថាគាត់ចង់បានអ្វីទេជប់ធ្វើសកម្មភាពដោយខ្លួនឯងយើងជាប្តីប្រពន្ធខ្ញុំដឹងច្រើនជាងអ្នកទៅទៀតពិតជាខ្ញុំស្គាល់គាត់តាំងពីខ្ញុំនៅក្មេងមនុស្សអ្វីតែងតែផ្លាស់ប្ដូរខ្ញុំទំនេរហើយខ្ញុំមិនមានគម្រោងខ្លាយជាអ្នកថ្មីចំនួនទី2ទៀតទេខ្ញុំនឹងទុកអ្វីដែលបងប្រុសរបស់ខ្ញុំបាននិយាយនៅទីនេះសម្រាប់ពេលនេះបន្ទាប់មកអ្នកអាចពិនិត្យមើលថាតើវាល្អឬអត់តើយើងចាក់ចេញមុនគេទេបើមានអ្នកណាចង់ទិញទូរស័ព្ទប្រាប់ខ្ញុំផងលោកគ្រូតោះទៅមានអ្វីកើតឡើងលើហេតុផលអ្វីតើគួរផឹកស្រាប្រភេទណាក្នុងពេលថ្ងៃតើអ្នកទៅក្រុមហ៊ុនទេតើគំនូរនោះត្រូវការពន្យល់ទេតើអ្នកចង់ញ៉ាំទេផ្អែមវាមានរសជាតិឆ្ងាញ់ហេវាមានរសជាតិឆ្ងាញ់ណាស់ហាហាហាលោតឡើងប្រញាប់ឡើងហាហាហាហើយអ្វីបានជាអ្នកធ្វើល្អចំពោះខ្ញុំក្នុងដំណើរការនេះតើមកពីខ្ញុំអាចព្យាបាលការជិះក្បាលរបស់អ្នកហាហាអ្នកអាចចាក់ចេញខ្ញុំមិនត្រូវការជំនួយពីនរណាម្នាក់ទេមកខ្ញុំកំពុងនិយាយជាមួយអ្នកតើអ្នកកំពុងធ្វើអ្វីនៅទីនោះអ៊ីនធឺណិតនិយាយថាបរិសុទ្ធចូលចិត្តរឿងបែបនេះមិនចេះនិយាយដល់វេនខ្ញុំសួរអ្នកវេខេងយោតើអ្នកចូលចិត្តខ្ញុំទេមិនចេះនិយាយដល់វេនខ្ញុំសួរអ្នកត្រីបាឡែនបេលីយ៉ាតើអ្នកចូលចិត្តខ្ញុំទេតើវាមានន័យយ៉ាងណាការថើបមិនទាមទារការទទួលខុសត្រូវទេក្មេងស្រីអាក្រក់កុំបារម្ភយើងអ្នកភ្នំគឺជាអ្នកស្មោះត្រង់និងសុចរិតបំផុតខ្ញុំពិតជានឹងទទួលខុសត្រូវចំពោះអ្នកហើយអ្វីបានជាអ្នកក្រោកពីព្រលឹមការវិនិច្ឆ័យពីស្ថានភាពបច្ចុប្បន្នរបស់អ្នកមិនគួរមានការបាត់បង់ការចងចាំទេតើអ្នកមានគម្រោងផ្ដោតសំណងដល់ខ្ញុំដោយរបៀបណាខ្ញុំមិនអាចរំពឹងថាអ្នកនឹងថាខ្ញុំមកវិញទេអ្នកពិតជាមិនអាចផឹកទៀតទេមែនទេ
ជប់និយាយបើយើងពិតជាប្តីប្រពន្ធមែនដោយវិធីនេះយើងអាចមានកូនស្រីអ្នកត្រូវតែគួរឲ្យស្រឡាញ់ណាស់ខ្ញុំជាមនុស្សឯកាដែលត្រូវគេមើលងាយគ្រប់គ្នាអ្វីដែលគួរឲ្យស្រឡាញ់ប៉ុន្តែអ្នកបាននាំសំណាងឲ្យខ្ញុំកាន់តែច្រើនដូច្នេះពួកគេជាគូស្នេហ៍คล้ายៗប្រធានាធិបតីគេបាននៅជុំវិញអស់រយៈពេលជាច្រើនឆ្នាំអ្នកមិនដែលខ្វះដៃគូដែលមានសក្តានុពលល្អទេហើយអ្វីបានជាអ្នកនៅលីវបើយើងមានវាសនាមិននៅជាមួយគ្នាជារៀងរហូតអ្វីដែលហៅថាស្នេហានោះក៏ជាប្រភេទនៃការរុះរើដែរវាស្ដាប់ទៅដូចជានៅក្នុងពិភពនៃអារម្មណ៍គាត់មិនតែងតែជាមនុស្សមិនស្មោះត្រង់ទេបកស្រាយតាមចិត្តតម្រូវការជាមុនសម្រាប់ការស្រឡាញ់នរណាម្នាក់ការមានអាយុវែងនិងមានសុខភាពល្អមិនមែនជាសុបិនទេប្រធានាធិបតីគេកំពុងមានបញ្ហាPlayboy មិនមែនជាពាក្យត្រឹមត្រូវទេអាពាហ៍ពិពាហ៍ Flash ឥឡូវនេះគឺជាការអនុវត្តធម្មតាពួកគេមិនសូវបានដឹងថាវាជាការច្បោកអាពាហ៍ពិពាហ៍คล้ายៗទេតើមានអ្វីខុសតើនេះអាចទៅជាយ៉ាងណាខ្ញុំមិនដឹងថាអ្នកណាឲ្យវាចូលទេដំណឹងនេះបានចេញមកតើអ្នកដឹងទេថាតម្លៃភាគហ៊ុននៅ Brentford បានធ្លាក់ចុះប៉ុន្មានតើមានអ្វីកើតឡើងពិតប្រាកដខ្ញុំបានដឹងហើយការផ្លាស់ប្ដូរភ្លាមនៃមនុស្សនៅឯពិធីភ្ជាប់ពាក្យមួយត្រូវបានចំនាំឲ្យមានបញ្ហាលើលោកនេះទៅណាស្រីព្រៃសម្រាប់សុខភាពមនុស្សចាស់គាត់មិនទាន់ដឹងអំពីរឿងនេះនៅឡើយទេដោយមិនគិតពីការពិតអ្នកគួរបិទមាត់ល្អជាងបើខ្ញុំនិយាយនេះជាការបង្កាច់បង្ខូចតើអ្នកជឿទេសើបាទសើបន្ថយល្បឿនអ្វីវាពិតជាអាក្រក់ណាស់ប្រសិនបើអ្វីផ្សេងទៀតបរាជ័យយើងពិតជានឹងផ្លាស់ប្ដូរវាតើអ្នកមានបញ្ហាអ្វីនៅពេលថ្ងៃត្រង់វានឹងល្អនៅយប់នេះជឿក្បាលបាត់ហើយមែនទេសូមប្រយ័ត្នខ្ញុំអាចផ្ដល់ឲ្យអ្នកនៅថ្នាំខ្លាំងមួយនៅក្រោមអសសាស្ត្ររបស់អ្នកតើអ្នកចង់សម្លាប់ប្តីរបស់អ្នកតើអ្នកមានន័យថាត្រឡប់មកវិញវាពិតជាអាក្រក់ណាស់ឥឡូវនេះប្រសិនបើអ្វីផ្សេងទៀតបរាជ័យគ្រាន់តែផ្លាស់ប្ដូរវាតើអ្នកមានបញ្ហាអ្វីនៅពេលថ្ងៃត្រង់វានឹងល្អនៅយប់នេះជឿក្បាលបាត់ហើយមែនទេវាដូចជាខ្ញុំកំពុងនោមហើយរុញចុះមកទីនោះចង់សម្លាប់ប្តីចុះយ៉ាងម៉េចវិញយ៉ាងម៉េចដែរលោកគ្រូឲ្យអ្វីបានមកដល់ហើយតើអ្វីទៅជាការខុសចិត្តសប្តាហ៍ក្រោយគឺជាថ្ងៃកំណើតរបស់ជីតានេះជាកាដូថ្ងៃកំណើតដែលបានរៀបចំព្រះពុទ្ធត្បូងនេះមានតម្លៃមិនអាចកាត់ថ្លៃបានវាប្រកាសជានឹងធ្វើឲ្យបុរសចំណាស់សប្បាយចិត្តខួបកំណើតរបស់បុរសចំណាស់នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយម្ចាស់ស្រីមិនបានរៀបចំអ្វីទេយើងជាប្តីប្រពន្ធតែមួយទោះបីជាអំណោយខួបកំណើតត្រូវបានផ្ញើជាមួយគ្នាប៉ុន្តែចេននិយាយត្រូវលើកទី1ដែលបានជួបជីតារបស់ខ្ញុំជាការពិតណាស់អំណោយគួរតែត្រូវបានរៀបចំដោយផ្ទាល់តើអ្នកត្រូវរៀបចំអ្វីខ្លះខ្ញុំអាចរកអ្វីបានហេតុអ្វីទៅផ្ទាល់ខ្ញុំបានស៊ើបអង្កេតវត្ថុដែលលោកម្ចាស់ចាស់គេចូលចិត្តគឺគំនូរបុរាណតើខ្ញុំអាចរករូបគំនូរបុរាណនៃណាទៀតតើវាអាចប្រៀបធៀបទៅនឹង Menoning វិញរបស់យើងបានទេតើខ្ញុំត្រូវរៀបចំអ្វីខ្លះយ៉ាងហោចណាស់អ្នកគួរតែរៀបចំអំណោយសម្រាប់ការប្រជុំដំបូងរបស់យើងពេលវេលាខ្លីពេកហេតុអ្វីបានជាអ្នកគ្រាន់តែប្រាប់ខ្ញុំឥឡូវនេះខ្ញុំមិនបានប្រាប់អ្នកបើកបរថាអ្នកទៅទេពេលឃើញយកតើអ្នកចង់មានន័យអ្វីខ្ញុំជាប្តីទោះបីជាវាគ្រាន់តែជាឈ្មោះក៏ដោយប៉ុន្តែពូលីមិនអាចរាយការណ៍បានទេតើចៅហ្វាយរបស់ខ្ញុំនៅម្នាក់ឯងទេខ្ញុំប្រហែលជាមិនបានឃើញគាត់ពេលខ្ញុំត្រឡប់ទៅវិញក្រៅពីនេះគឺជាអ្នកហើយខ្ញុំគ្រាន់តែត្រឡប់ទៅរកគំនូរខ្ញុំនឹងត្រឡប់មកវិញឆាប់នេះបន្ទាប់ពី2-3ថ្ងៃ7ថ្ងៃគឺយូរពេក5ថ្ងៃមិនគ្រប់គ្រាន់ទេ3ថ្ងៃមិនតិចជាង2ថ្ងៃយ៉ាងហោចណាស់2ថ្ងៃល្អវីឡានីងហ្គេងគាត់ធំឡើងនៅទីនេះគឺជាផែនការបច្ចុប្បន្នរបស់នាយកដ្ឋានសម្រាប់ត្រីមាសបន្ទាប់នោះជាស្ថានភាពប្រហែលរបាយការណ៍ទាំងអស់ត្រូវបានបញ្ចប់តើកសិនឹងទៅណាអ្នកគ្រប់គ្រងយ៉ាកំពុងឈប់សម្រាកពួកគេបាននិយាយថាពួកគេចង់រៀបចំកាដូថ្ងៃកំណើតសម្រាប់បុរសចំណាស់នោះកំពុងរៀបចំអំណោយវាជាយូរមកហើយដែលខ្ញុំបានត្រឡប់មកវិញខ្ញុំពិតជានឹកវាណាស់តើចៅហ្វាយនៅណា
เจ้าไฟนี้នៅតែស្ថិតក្នុងភាពឯកោខ្ញុំមិនដឹងថាអ្នកត្រឡប់មកវិញទេពូម្ចាស់តើខ្ញុំត្រូវទៅប្រៀបធៀបកម្ពុជាទេមិនចាំបាច់ទេអ្នកគួរតែដើរថយក្រោយឥឡូវនេះខ្ញុំត្រូវស្វែងរកអ្វីដែលល្អខ្ញុំមកទីនេះដែលស្មោះដើម្បីសុំការដោះដូរខ្ញុំមិនបានរំពឹងថានឹងមានប្រាក់រង្វាន់ដែលមិនបានរំពឹងទុកបែបនេះដំបូងដែលខ្ញុំបានជួបជីតារបស់គេឆេងលេគាត់ជាមនុស្សចាស់ដែលបានឃើញវាទាំងអស់តើកំណត់ទ្រព្យអ្វីខ្លះដែលខ្ញុំមិនបានឃើញអំណោយមិនចាំបាច់ថ្លៃទេនឹងបំពេញតាមចំណង់ចំណូលចិត្តរបស់ពួកគេព្រះពុទ្ធអង្គនេះខ្ញុំនឹងជួយអ្នកជ្រើសរើសបរិសង្ហាគេសេនឹងតើអ្នកកំពុងធ្វើអ្វីនៅទីនេះថ្ងៃកំណើតរបស់ជីតាចិត្តមកដល់ហើយខ្ញុំបានឮថាវិឡាខ្វាងសានរបស់អ្នកមានគំនូរជាច្រើនខ្ញុំមកទីនេះជាពិសេសដើម្បីស្វែងរកការព្យាបាលឈិនយូយើងសំគ្នាណាស់អ្នកមិនផ្ដល់ផ្ទាំងគំនូរនៅ Genshinville ដល់អ្នកខាងក្រៅទេសូមចាក់ចេញវេខេងលើកទូរស័ព្ទខ្ញុំអាចជាមនុស្សក្រៅដោយរបៀបណាតើអ្នកភ្លេចពាក្យសន្យាអាពាហ៍ពិពាហ៍របស់យើងទេខ្ញុំជាប្តីរបស់អ្នកខ្ញុំបានរៀបការជាមួយគេឆេងលេរួចហើយអ្នកគួរតែហៅខ្ញុំថាបងថ្លៃស្រស់មុខខ្ញុំស្រឡាញ់អាកប្បកិរិយាធ្ងន់ធ្ងររបស់អ្នកបងស្រីក្មេកស្ដាប់ទៅកាន់តែរំភើបគេសែននឹងភ្ញាក់ឡើងចុះបើគេឆេងលេដឹងថាខ្ញុំដេកជាមួយអ្នកគាត់ប្រហែលខឹងនឹងលែងលះអ្នកហើយតើខ្ញុំនៅតែលេបកំហឹងហើយពាក់មួកបៃតងឬគូស៊ីណានខ្ញុំនឹងធ្វើឲ្យអ្នកចង់ឲ្យអ្នកស្លាប់ហេតុអ្វីបានជាអ្នកនៅទីនេះកុំរត់ទៅណាតើអ្នកហ៊ានវាខ្ញុំក្នុងកញ្ចប់ឆ្កែទេបើហ៊ានប៉ះស្រីខ្ញុំទៀតខ្ញុំមិនដែលទុកអ្នកចោលដោយនេះនោះទេចុះយ៉ាងម៉េចវិញយ៉ាងម៉េចដែរលោកគ្រូឲ្យអ្វីបានមកដល់ហើយតើអ្វីទៅជាការខុសចិត្តសប្តាហ៍ក្រោយគឺជាថ្ងៃកំណើតរបស់ជីតានេះជាកាដូថ្ងៃកំណើតដែលបានរៀបចំព្រះពុទ្ធត្បូងនេះមានតម្លៃមិនអាចកាត់ថ្លៃបានវាប្រកាសជានឹងធ្វើឲ្យបរិសុទ្ធចំណាស់សប្បាយចិត្តខួបកំណើតរបស់បរិសុទ្ធចំណាស់នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយម្ចាស់ស្រីមិនបានរៀបចំអ្វីទេយើងជាប្តីប្រពន្ធតែមួយទោះបីជាអំណោយខួបកំណើតត្រូវបានផ្ញើជាមួយគ្នាប៉ុន្តែឆេននិយាយត្រូវលើកទី1ដែលបានជួបជីតារបស់ខ្ញុំជាការពិតណាស់អំណោយគួរតែត្រូវបានរៀបចំដោយផ្ទាល់តើអ្នកត្រូវរៀបចំអ្វីខ្លះខ្ញុំអាចរកអ្វីបានហេតុអ្វីទៅផ្ទាល់ខ្ញុំបានស៊ើបអង្កេតវត្ថុដែលលោកម្ចាស់ចាស់គេចូលចិត្តគឺគំនូរបុរាណតើខ្ញុំអាចរករូបគំនូរបុរាណនៃណាទៀតតើវាអាចប្រៀបធៀបទៅនឹង Menoning វិញរបស់យើងបានទេតើខ្ញុំត្រូវរៀបចំអ្វីខ្លះយ៉ាងហោចណាស់អ្នកគួរតែរៀបចំអំណោយសម្រាប់ការប្រជុំដំបូងរបស់យើងពេលវេលាខ្លីពេកហេតុអ្វីបានជាអ្នកគ្រាន់តែប្រាប់ខ្ញុំឥឡូវនេះខ្ញុំមិនបានប្រាប់អ្នកបើកបរថាអ្នកទៅទេពេលឃើញយកតើអ្នកចង់មានន័យអ្វីខ្ញុំជាប្តីទោះបីជាវាគ្រាន់តែជាឈ្មោះក៏ដោយប៉ុន្តែពូលីមិនអាចរាយការណ៍បានទេតើចៅហ្វាយរបស់ខ្ញុំនៅម្នាក់ឯងទេខ្ញុំប្រហែលជាមិនបានឃើញគាត់ពេលខ្ញុំត្រឡប់ទៅវិញក្រៅពីនេះគឺជាអ្នកហើយខ្ញុំគ្រាន់តែត្រឡប់ទៅរកគំនូរខ្ញុំនឹងត្រឡប់មកវិញឆាប់នេះបន្ទាប់ពី2-3ថ្ងៃ7ថ្ងៃគឺយូរពេក5ថ្ងៃមិនគ្រប់គ្រាន់ទេ3ថ្ងៃមិនតិចជាង2ថ្ងៃយ៉ាងហោចណាស់2ថ្ងៃល្អវីឡានីងហ្គេងគាត់ធំឡើងនៅទីនេះនេះគឺជាផែនការបច្ចុប្បន្នរបស់នាយកដ្ឋានសម្រាប់ត្រីមានបន្ទាប់នោះជាស្ថានភាពប្រហែលរបាយការណ៍ទាំងអស់ត្រូវបានបញ្ចប់តើកសែនឹងទៅណាអ្នកគ្រប់គ្រងយ៉ាកំពុងឈប់សម្រាកពួកគេបាននិយាយថាពួកគេចង់រៀបចំកាដូថ្ងៃកំណើតសម្រាប់បុរសចំណាស់នោះកំពុងរៀបចំអំណោយវាជាយូរមកហើយដែលខ្ញុំបានត្រឡប់មកវិញខ្ញុំពិតជានឹកវាណាស់តើចៅហ្វាយនៅណាចៅហ្វាយនេះនៅតែស្ថិតក្នុងភាពឯកោខ្ញុំមិនដឹងថាអ្នកត្រឡប់មកវិញទេពូម្ចាស់តើខ្ញុំត្រូវទៅប្រៀបធៀបកម្ពុជាទេមិនចាំបាច់ទេអ្នកគួរតែដើរថយក្រោយឥឡូវនេះខ្ញុំត្រូវស្វែងរកអ្វីដែលល្អខ្ញុំមកទីនេះដែលស្មោះដើម្បីសុំការដោះដូរខ្ញុំមិនបានរំពឹងថានឹងមានប្រាក់រង្វាន់ដែលមិនបានរំពឹងទុកបែបនេះ
ជាលើកដំបូងដែលខ្ញុំបានជួបជីតារបស់គេឆេងលេគាត់ជាមនុស្សចាស់ដែលបានឃើញវាទាំងអស់តើកំណត់ទ្រព្យអ្វីខ្លះដែលខ្ញុំមិនបានឃើញអំណោយមិនចាំបាច់ថ្លៃទេនឹងបំពេញតាមចំណង់ចំណូលចិត្តរបស់ពួកគេព្រះពុទ្ធអង្គនេះខ្ញុំនឹងជួយអ្នកជ្រើសរើសបរិសង្ហាគេសេនតាអ្នកកំពុងធ្វើអ្វីនៅទីនេះថ្ងៃកំណើតរបស់ជីតាចិត្តមកដល់ហើយខ្ញុំបានឮថាវិឡាខ្វាងសានរបស់អ្នកមានគំនូរជាច្រើនខ្ញុំមកទីនេះជាពិសេសដើម្បីស្វែងរកការព្យាបាលឆិនយូយើងសំគ្នាណាស់អ្នកមិនផ្ដោតទាំងគំនូរនៅ Genshinville ដល់អ្នកខាងក្រៅទេសូមចាក់ចេញបេខេញលើកទូរស័ព្ទសឹកតើខ្ញុំអាចជាមនុស្សក្រៅដោយរបៀបណាតើអ្នកភ្លេចពាក្យសន្យាអាពាហ៍ពិពាហ៍របស់យើងទេខ្ញុំជាប្តីរបស់អ្នកខ្ញុំបានរៀបការជាមួយគេឆេងលេរួចហើយអ្នកគួរតែហៅខ្ញុំថាបងថ្លៃស្រមុកខ្ញុំស្រឡាញ់អាកប្បកិរិយាធ្ងន់ធ្ងររបស់អ្នកបងស្រីក្មេកស្ដាប់ទៅកាន់តែរំភើបគេសែននឹងភ្ញាក់ឡើងចុះបើគេឆេងលេដឹងថាខ្ញុំដេកជាមួយអ្នកគាត់ប្រហែលខឹងនឹងលែងលះអ្នកហើយតើខ្ញុំនៅតែលេបកំហឹងហើយពាក់មួកបៃតងឬគូស៊ីណានខ្ញុំនឹងធ្វើឲ្យអ្នកចង់ឲ្យអ្នកស្លាប់ហើយអ្វីបានជាអ្នកនៅទីនេះកុំរត់ទៅណាតើអ្នកហ៊ានវាខ្ញុំក្នុងកញ្ចប់ឆ្កែទេបើហ៊ានប៉ះស្រីខ្ញុំទៀតខ្ញុំមិនដែលទុកអ្នកចោលដោយញីនោះទេតើអ្នកគិតថាអ្នកជានរណាអ្នកគ្រាន់តែជាមនុស្សឈឺផ្ទះទាំងមូលរបស់ខ្ញុំជារបស់ខ្ញុំនឹងធ្វើឲ្យអ្នកសោកស្ដាយវាខ្ញុំពិតជាទន្ទឹងរង់ចាំថ្ងៃនោះតើអ្នកសុខសប្បាយទេខ្ញុំមិនអីទេហើយអ្វីបានជាអ្នកនៅទីនេះខ្ញុំមិនទុកចិត្តអ្នកទេលេងវិញមែនគឺជាទឹកដីរបស់ខ្ញុំគ្មាននរណាម្នាក់អាចធ្វើអ្វីខ្ញុំបានទេក្រៅពីនេះខ្ញុំត្រូវបានគេប្រាប់ពីភាពកក់ក្ដៅតាំងពីតូចមកម្ល៉េះខ្ញុំធ្លាប់ជួបសំណាងអាក្រក់ខ្ញុំមិនអនុញ្ញាតឲ្យអ្នកនិយាយពីខ្លួនឯងបែបនោះទេនៅក្នុងចិត្តរបស់ខ្ញុំអ្នកគឺជាអំណោយដ៏ល្អបំផុតដែលព្រះបានប្រទានឲ្យខ្ញុំមានអ្នកជាប្រពន្ធរបស់ខ្ញុំគឺជាសុភមង្គលបំផុតរបស់ខ្ញុំកូនជាងស្ងាត់របស់ខ្ញុំចង់ផ្ដល់អំណោយដល់នរណាម្នាក់នេះនឹងមិនធ្វើទេជៀនយុនយករូបគំនូរពីទូលាក់របស់ខ្ញុំពេគំនូរនោះជារបស់អ្នកការប្រមូលទៅបាទលោកគ្រូខ្ញុំជាជារបស់ជាងលេងខៃមិនរបស់ខេញៀវវាលឿនពេកសម្រាប់គ្រូនេះដើម្បីខ្លាចជាសិស្សគាត់ចង់រៀបការជាមួយសិស្សរបស់ខ្ញុំឈ្មោះលូវ៉ាសិនគាត់ចង់ឲ្យខ្ញុំយល់ពីការបដិញ្ញាចិត្តរបស់គាត់ខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកណាក្នុងលោកនេះធ្វើបាបសិស្សរបស់ខ្ញុំឡើយខ្ញុំឃើញជីតារបស់ខ្ញុំឈ្មោះកេឆេនលេងបានធ្វើបាបខ្ញុំអ្នកត្រូវតែក្រោកចូលឡើងសម្រាប់ខ្ញុំសាញ់ណែនបានរងទុក្ខលំបាកនេះតាំងពីគាត់នៅក្មេងមើលចុះទ្រូងរបស់គាត់មានស្នាមជាមទាំងអស់គាត់ជាប្អូនប្រុសរបស់ទីក្រុងមិនក៏គាត់អត់ចិត្តម្លេះមីងយ៉ាវតាអ្នកកំពុងនិយាយអំពីខ្ញុំទេចៅហ្វាយវ័យក្មេងតើអ្នកនិយាយអំពីខ្ញុំយើងជាគ្រួសារនៅក្នុងទីក្រុងធ្វើម៉េចឲ្យបងធ្វើបាបបងប្អូនបែបនេះនោះជាបងប្រុសច្បងខ្ញុំដឹងថាអ្នកមិនចូលចិត្តខ្ញុំទេខ្លាចខ្ញុំយកកន្លែងរបស់អ្នកខ្ញុំសូមស្បត់ថាខ្ញុំពិតជាមិនមានន័យថាមានគ្រោះថ្នាក់អ្វីទេខ្ញុំគ្រាន់តែចង់ក្លាយជាកូនប្រុសដ៏ល្អរបស់ជីតារបស់ខ្ញុំថ្ងៃនេះជាថ្ងៃគូកំណើតគម្រប់70ឆ្នាំរបស់ជីតានៅថ្ងៃដ៏សប្បាយមួយនេះគេយំហើយធ្វើឈុតនេះក៏ត្រូវបានគេហៅថាការគោរពបូជាឆេងលីងខ្ញុំសូមណែនាំគាត់គឺជាប្រពន្ធរបស់ខ្ញុំចៅស្រីរបស់អ្នកជម្រាបសួរលោកតាបេខេញៀងបើខ្ញុំចាំបានត្រឹមត្រូវពិធីភ្ជាប់ពាក្យរបស់អ្នកគួរតែតាក់ទងនឹងស្រមោលរបស់ស៊ីណាននោះហើយជាអ្វីដែលខ្ញុំបានសួរគាត់ព្រោះអ្នករាល់គ្នាគិតថាខ្ញុំជាមនុស្សចិននៅក្នុងទីក្រុងវាត្រូវបានគេចាត់ទុកថាជាសំណាប pancake យើងទាំងពីរការគ្រប់គ្រងគ្នាទៅវិញទៅមកកក់ក្ដៅគ្នាទៅវិញទៅមកការគ្រប់គ្រងគ្នាទៅវិញទៅមកកក់ក្ដៅគ្នាទៅវិញទៅមកចុះអ្នកវិញចិនលិនដឹងយ៉ាងច្បាស់ថានាងជាគូដណ្ដឹងរបស់បងប្អូនអ្នកលួចស្រឡាញ់ខ្ញុំគេសែនបានផ្ដាច់ការភ្ជាប់ពាក្យមុនគេសែនមិនអើពើនឹងគេឈ្មោះគ្រួសារគេរបស់ខ្ញុំប៉ុន្តែខ្ញុំមិនអាចប្រងើយកតើយបានទេអ្នករៀបការជាមួយនាងដើម្បីគេឈ្មោះរបស់គេជា
វាជាទំនួលខុសត្រូវរបស់ខ្ញុំក្នុងការការពារកេរ្តិ៍ឈ្មោះរបស់គ្រួសារគេខ្ញុំបានរៀបការជាមួយនាងព្រោះខ្ញុំស្រឡាញ់នាងប្រសិនបើខ្ញុំចង់ឲ្យអ្នកជ្រើសរើសរវាងរឿងនឹង Sheraseki យកតើអ្នកនឹងជ្រើសរើសអ្វីជីតាមើលរឿងនេះអញនឹងវាយឯងឲ្យស្លាប់ឯងជាមនុស្សទុច្ចរិតអញនឹងវាយឯងឲ្យស្លាប់កូនប្រុសមិនស្មោះត្រង់ហេតុអ្វីបានជាតាចាស់ប៉ាស៊ីណានភ្លាមឲ្យគាត់និយាយដោយខ្លួនឯងតើគាត់បានធ្វើអំពើល្អអ្វីខ្លះខ្ញុំបានធ្វើអំពើល្អជាច្រើនជីតាចង់បានមួយណាខ្ញុំសុំទៅក្រុមហ៊ុនលីលីអ្នកពិតជាបានកេងបន្លំថវិកាសាធារណៈមែនវាមិនអាចទៅរួចទេបរិសុទ្ធចំណាស់ត្រូវតែមានការយកច្រឡំខ្លះត្រូវឲ្យលោកតាតើខ្ញុំអាចហ៊ានដោយរបៀបណាតើអ្នកបានប្រាក់ពីណាមកចិញ្ចឹមស្រីកំណាន់របស់អ្នកហឹមពេលនេះអ្នកត្រឡប់មកផ្ទះជាមួយខ្ញុំដើម្បីឆ្លុះបញ្ចាំងពីសកម្មភាពរបស់អ្នកនៅពីក្រោយទ្វារបិទអ្នកមិនត្រូវបានអនុញ្ញាតឲ្យចាក់ចេញពីផ្ទះដោយគ្មានការអនុញ្ញាតពីខ្ញុំទេអ្នកមានការខកចិត្តបែបនេះមើលអ្វីដែលអ្នកបានធ្វើអ្នកណាប្រាប់គាត់ឲ្យរំខានអ្នកលេងតើអ្នកចូលចិត្តមើលវីទេខ្ញុំបានដោះស្រាយជាមួយត្រីវិស័យខ្ញុំពេញចិត្តឥឡូវនេះដូច្នេះកុំគិតថាខ្ញុំមិនដឹងវាគឺជាអ្នកដែលបានធ្វើរឿងនេះនៅពីក្រោយឆាកដូច្នេះហឹមកុំគិតថាខ្ញុំមិនដឹងវាគឺជាអ្នកដែលបានធ្វើរឿងនេះនៅពីក្រោយឆាកបាទខ្ញុំទទួលស្គាល់បងប្អូនអើយប៉ុន្តែ Story Group ត្រូវការតែអ្នកស្នងតំណែងម្នាក់ប៉ុណ្ណោះអ្នកស្រដៀងខ្ញុំប៉ុន្តែអ្នកដូចខ្ញុំពេកដឹងថាពិធីជប់លៀងថ្ងៃខួបកំណើតរបស់ខ្ញុំនឹងត្រូវបានប្រារព្ធឡើងពេញលេញរបស់អ្នករាល់គ្នាខ្ញុំពិតជានឹងធ្វើវាស៊ីណានអ្នកបានបំផ្លាញការប្រារព្ធខួបកំណើតដ៏ល្អឥតខ្ចោះរបស់ខ្ញុំជីតាសូមមើលគំនូរនេះអារម្មណ៍របស់ខ្ញុំនឹងអាក្រក់បន្តិចចេញលីងចាំមើលរបស់ល្អហា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 តើអ្នករកកំណប់ទាំងនេះនៅណានេះជាស្នាដៃពិតរបស់ថៅលេមិញនឹងមានមនុស្សនៅពេលក្រោយយើងនិយាយទៀតថាចៅស្រីខ្ញុំជាតារាឯកាមើលពីរបៀបដែលខ្ញុំដោះស្រាយជាមួយពួកគេហាំចៅស្រីបើអ្នកណាហ៊ានធ្វើបាបអ្នកទៀតសូមមើលពីរបៀបដែលជីតាដោះស្រាយជាមួយគាត់ខ្ញុំនឹងការពារអ្នកហាហាហានេះជាវត្ថុដ៏អស្ចារ្យកំណត់ណាស់ហាហាហាជីតានឹងជាជំនួយរបស់អ្នកនាពេលអនាគតគ្មានអ្នកណាហ៊ានធ្វើបាបអ្នកទៀតទេរួមទាំងម្ដាយរបស់អ្នកហេតុតើខ្ញុំជាអូខេជឿទេវាមិនជឿចាប់ទេហេតុអ្វីបានជាអ្នករារាំងផ្លូវរបស់ខ្ញុំចង់ធ្វើឲ្យខ្លួនឯងជឿចាប់ខ្ញុំមិនចង់ឲ្យអ្នកជឿចាប់ទេប្រសិនបើអ្នករងរបួសខ្ញុំនឹងមានអារម្មណ៍កាន់តែក្រៀមក្រំតើអ្នកជាមនុស្សស្មោះត្រង់ឬអ្នកទើបតែចូលរួមសម្ដែងដៃរបស់អ្នកក៏ត្រូវរបួសដែរខ្ញុំត្រូវចេញវិជ្ជាបញ្ជីរូបមន្តថ្មីសម្រាប់ការពូនជីវិតឈ្មោះការព្យាបាលជាបន្តក៏ត្រូវកែតម្រូវផងដែរខ្ញុំមិនខ្វល់ទេប្រសិនបើវាមិនប្រសើរឡើងក្នុងរយៈពេល6ខែយើងមានអនាគតដ៏វែងឆ្ងាយនៅខាងមុខយើងតើអ្នកកំពុងស៊ូជំនាញពេទ្យរបស់ខ្ញុំទេខ្ញុំកំពុងប្រាប់អ្នកខ្ញុំនឹងធ្វើឲ្យអ្នកមានភាពរស់រវើកនិងស្វាហាប់ម្ដងទៀតក្នុងរយៈពេលតិចជាង6ខែពេលឃើញតើអ្នកដឹងទេខ្ញុំមិនចង់ចាក់ចេញពីអ្នកទេខ្ញុំក៏មិនចង់ចាក់ចេញដែរប៉ុន្តែអ្នកដែលស្រឡាញ់ខ្ញុំពួកគេនឹងត្រូវទទួលរងនៅពីអាក្រក់នេះគឺសម្រាប់ធ្វើស៊ុបអស្តើនរណាធ្វើឲ្យអ្នកមានរបួសបន្ថែមទៀតដើម្បីធានាដំណើរការស្ដារឡើងវិញរបស់អ្នកបន្ថែមទៅ decoction នៅពេលក្រោយវាក៏មានកម្រិតទ្វេដងប្រចាំថ្ងៃនៃការព្យាបាលដោយប្រើ Moxibustion X ទេផងដែរគ្មានផ្លូវទេខ្ញុំមិនចង់ទេស្ដាប់ដោយយកចិត្តទុកដាក់នៅពេលដែលខ្ញុំជាសះស្បើយទាំងស្រុងតើគាត់ធៀបនឹងចាក់ចេញទេ
នេះពិបាកពេកហើយចាំមើលថាអ្នកហ៊ានជិះម្ដងទៀតឬអត់មិនអាចទុកមួយដំណក់ក្នុងចាននេះបានឡើយបាទអូខ្ញុំសុំទោសសឹកដល់ពេលចាក់បញ្ចូលវិទ្យាសាស្ត្រហើយនាំវាមកអនុញ្ញាតឲ្យខ្ញុំយកជីបចូលរបស់អ្នកជាមុនសិនស្រមុខហើយអ្វីបានជាអ្នកភ្លាមត្រូវបានបំរុងទុកដូច្នេះប្រញាប់ឡើងមិនត្រឹមត្រូវទេហេតុអ្វីបានជាមិនប្រសើរឡើងវាអាចជារបួសខាងក្រៅដូច្នេះតើការព្យាបាលនឹងយឺតជាងបន្តិចទេប៉ុន្តែខ្ញុំលួចថ្នាំនៅពីក្រោយខ្នងខ្ញុំមិននឹកស្មានថាខ្ញុំនឹងក្លាយជាមនុស្សគួរឲ្យស្អប់ខ្ពើមបែបនេះទេប៉ុន្តែក្រៅពីវិធីសាស្ត្រនេះខ្ញុំមិនដឹងពីរបៀបរក្សាអ្នកនៅទីនេះទេលោកគេចេញໄວរំពេចនោះខ្ញុំនៅឃើញថ្នាំគ្រាប់ចល័តដែលខ្ញុំរៀបចំសម្រាប់អ្នកខ្ញុំភ្លេចឲ្យវាទៅអ្នកតើអ្នកពិតជាផឹកមែនទេវាមិនមែនជាអ្នកដែលត្រូវការស្ដាប់ការពន្យល់របស់ខ្ញុំទេតើខ្ញុំបាននិយាយពាក្យនេះប៉ុន្មានដងនៅកញ្ឆេងលេខ្ញុំបានព្យាយាមយ៉ាងខ្លាំងក្នុងការផលិតផលដ៏ល្បីនេះហាមឃាត់គ្រឿងស្រវឹងយ៉ាងតឹងរ៉ឹងតើអ្នកមិនខ្វល់ពីរាងកាយរបស់អ្នកតតែសោះហួសហើយពេកហើយខ្សឹបបងប្អូនប្រុសស្រីតូចហើយអ្វីបានជាអ្នកនៅទីនេះខ្ញុំបានអញ្ជើញអ្នកយ៉ាងពិសេសមកពីពណ៌សិល្បៈរបស់ខ្ញុំបន្ទាប់ពីការរៀបចំជាច្រើនឆ្នាំទីបំផុតថ្ងៃបានមកដល់ហើយហេហេហេតុអីបងអូនស្រីខ្ញុំមើលងាយតើអ្នកណាប្រាប់អ្នកឲ្យជប់និយាយអំពីវាពួកគេសុទ្ធតែជាអតិថិជនវាមិនមែនជាអាជីវកម្មរបស់អ្នកទេខ្ញុំមានរឿងចង់ប្រាប់អ្នកយើងនឹងនិយាយនៅពេលយើងមកដល់ផ្ទះលោកខាខ្ញុំជាប្តីរបស់គូស្នេហ៍របស់ខ្ញុំសូមផ្លាស់ទីទៅខាងកុំធ្វើឲ្យខ្ញុំវិអ្នកមិនក៏ហ៊ាននិយាយជាមួយបងធំអីចឹងកុំធ្វើឲ្យខ្ញុំវិអ្នកមិនក៏ហ៊ាននិយាយជាមួយបងធំអីចឹងតើអ្នកពិតជានៅជាមួយគាត់មែនទេខ្ញុំនិងខ្ញុំធំឡើងជាមួយគ្នាពេលខ្ញុំធ្លាក់ពីច្រាំងថ្មភ្នំពេលប្រមូលស្មៅបងប្រុសរបស់ខ្ញុំបានប្រថុយជីវិតដើម្បីជួយសង្គមខ្ញុំគាត់និងខ្ញុំមានចំណងជីវិតឬស្លាប់តើអ្នកអាចធ្វើវាបានទេធ្វើមិនដឹងថាខ្ញុំធ្វើមិនបានអ្នកមិនអាចមើលថែសុខភាពខ្លួនឯងបានទេខ្ញុំពឹងអ្នកមើលថែខ្ញុំឲ្យបានល្អនោះគឺដោយសារតែវាគ្រប់គ្រាន់ហើយខ្ញុំមិនចង់ការពីអ្នកទេហេលោកគ្រូមិនបាននិយាយថាយើងទៅមើលការតាំងពីពណ៌សិល្បៈទេតោះទៅជីងយូគាត់ថាដូចជាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរតើយើងគួរត្រឡប់ទៅមើលទេមិនអើពើគាត់ខ្ញុំឆ្ងល់ថាតើគេចេញលេងកំពុងធ្វើអ្វីខ្ញុំឆ្ងល់ថាតើគេចេញលេងកំពុងធ្វើអ្វីឬអ្នកអាចសួរបើចេញតើខ្ញុំប្រាប់អ្វីគាត់តែងតែផឹកតើខ្ញុំអាចធ្វើអ្វីបានជំរាបសួរពិធីគម្រប់ខួប30ឆ្នាំរបស់ Butler Chen និងលោកយាយយ៉ាវហើយអ្វីបានជាអ្នកនឹងចាក់ហ្វាយវ័យក្មេងមិនទាន់មកដល់អាយកខ្ញុំមានមិត្តល្អមួយចំនួនពួកគេទាំងអស់គ្នាចង់ជួបអ្នកតើខ្ញុំគួរនាំអ្នកទៅទីនោះឥឡូវនេះទេភ្ញៀវបានមកទាំងអស់ហើយប៉ុន្តែសមាជិកគ្រួសារយើងមិនទាន់មកទេរដ្ឋមន្ត្រីនេះមានការចងចាំដ៏គួរឲ្យភ័យខ្លាចលោកព្រះវ័យក្មេងបានមកដល់ហើយកុំប្រញាប់លើកនេះស៊ីណានដែលជាឪពុកនៃកិច្ចព្រមព្រៀងពិតជាដឹងថាខ្លួនខុសលោកព្រះវ័យក្មេងកុំប្រញាប់ជីតានិងប៉ាស៊ីណានពិតជាដឹងថាខ្លួនខុសលើកនេះខ្ញុំប្រកាសជានឹងធ្វើឲ្យអស់ពីសមត្ថភាពក្នុងថ្ងៃនេះButler Chen ខ្ញុំយកនឹងជីចេញវិញជីតាកុំបារម្ភចិត្តដល់ហើយសូមទោសលោកតាវាជាការល្អដែលអ្នកបានទៅដល់ទាំងអស់ទោះបីជាមានចរាចរណ៍នៅតាមផ្លូវក៏ដោយទីក្រុងនៅក្នុងទីក្រុងក្រុមហ៊ុនរបស់គាត់ត្រូវបានបិទនៅថ្ងៃនេះតើមានការងារអ្វីខ្លះនៅក្នុងទីក្រុងមីញឹកនឹងការងារនៅទីក្រុងថ្មីនេះខ្ញុំបានទូស្បាយពីជំងឺចាស់ហើយកំពុងសម្រាកនៅផ្ទះគាត់គ្រាន់តែព្យាយាមខ្លាំងពេកមិនដូចមនុស្សមួយចំនួនដែលមានភាពអៀនខ្មាសក្នុងការជួបទឹកមុខឪពុកម្ដាយនៅផ្ទះមនុស្សទាំងនេះប្រហែលជាពួកគេពិតជាចង់តុបតែងរូបភាពផ្ទាល់ខ្លួនរបស់ពួកគេច្បាស់ជាថាបងលីនធុញនឹងបងខ្ញុំមិនចង់មកជាមួយអ្នកទេមែនទេឪពុកម្ដាយវាហាក់ដូចជាមានបញ្ហានៅថ្ងៃនេះអូនរៀបការជាមួយបងលីនតើអ្នកធ្លាប់មកជួបឪពុកសំបីតែម្ដងទេរបៀបឥឡូវនេះអ្នកមានអារម្មណ៍ថាអ្នកបានឡើងជណ្ដើរសង្គមអ្នកមើលងាយយើងហាមិនក៏ធុញនឹងគ្នាក្រោយរៀបការបានប៉ុន្មានថ្ងៃអ្នកត្រូវតែមានអារម្មណ៍ភ័យខ្លាចនៅខាងក្នុងបាទខ្ញុំទើបតែនិយាយថាចេញលេងទើបតែសម្រាប់ថ្ងៃនេះគឺជាខួបនៃរឿង
គាត់ជាប្រធានប្រតិបត្តិទោះបីជាអ្នកមិនមានអារម្មណ៍ល្អក៏ដោយអ្នកមិនគួរនឹកវាឡើយវាច្បាស់ណាស់ថានរណាម្នាក់បានធ្វើអ្វីមួយខុសអញ្ចឹងហើយបានជាបងលីនមិនចង់មកហេនឹកតើអ្នកចង់មានន័យអ្វីខ្ញុំសូមបង្ហាញរូបថតមួយសន្លឹកនោះពិតជាការបង្ហាញមួយមើលស្ត្រីនេះតើមានអ្វីកើតឡើងជាមួយបេខេងខេងតើមានអ្វីកើតឡើងជីដាជឿលើអ្នកតើមានអ្វីកើតឡើងជាមួយត្រីឃ្យូនេះជីដាជឿលើអ្នកតើអ្នកអាចពន្យល់រឿងនេះបានទេតើមានអ្វីដែលត្រូវពន្យល់ឆេនលេងប្រាប់ខ្ញុំពីអ្វីដែលបានកើតឡើងមនុស្សនៅក្នុងរូបថតទេពកោសល្យផ្នែករចនាដែលបានឈ្នះពានរង្វាន់សិល្បៈពិភពលោកឈៀវយ៉ូគាត់ក៏ជាបងប្រុសរបស់ខេងញ៉ាផងដែរដោយសារតែខេងញ៉ាមានតែពេលនោះទេដែលរឿងឈានដល់កិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគាត់ដោយជោគជ័យខ្ញុំឃើញចៅស្រីឲ្យសូមអរគុណហេមើលមកអ្នកតើយើងអាចរៀនពីទីក្រុងនៅពេលណាមិនក៏ខ្ញុំមិនដឹងខ្ញុំត្រូវសហការជាមួយកងជិះបើអ្នកមិនចង់រងគ្រោះដោយចំហគាំទ្រជប៉ុនអ្នកគួរសហការជាមួយខ្ញុំល្អជាងមិនក៏ខ្ញុំមិនដឹងខ្ញុំសង្ឃឹមថានឹងសហការជាមួយរឿងបើមិនចង់ងាយឈឺអ្នកគួរសហការជាមួយខ្ញុំល្អជាងអ្នកមិនខ្វល់ពីទំនាក់ទំនងរបស់ខ្ញុំជាមួយអីខ្ញុំមានទំនុកចិត្តលើខ្លួនឯងអ្នកចាត់ទុកបងប្រុសរបស់អ្នកដូចជាគ្រួសារគាត់ក៏ជាគ្រួសាររបស់ខ្ញុំដែរលោកកេឆេងវ៉ៃទំនាក់ទំនងរបស់យើងនឹងបញ្ចប់ឆាប់នេះការចូលរួមគ្នាខ្លាំងពេកនឹងធ្វើឲ្យអ្នកទាំងពីរឈឺចាប់ពួកយើងចូលយើងគ្រាន់តែជាមិត្តចុះបើខ្ញុំមិនចង់ធ្វើជាមិត្តពេលខេងញ៉ូខ្ញុំចង់ស៊ូទ្រាំនឹងការជាក្បាលជាជាងពន្យាពេលការព្យាបាលតើអ្នកពិតជាមិនយល់ថាហេតុអ្វីព្រោះខ្ញុំស្រឡាញ់អ្នកយើងគ្រាន់តែជាដៃគូអាជីវកម្មប៉ុណ្ណោះប្រសិនបើគ្មានការដោះដូរតម្លៃពួកគេនឹងមិននៅជាមួយគ្នាទេហេតុអ្វីបានជាអ្នកមិនជឿលើអារម្មណ៍របស់ខ្ញុំចំពោះអ្នកក្រណាត់ប្រសិនបើគ្មានការដោះដូរតម្លៃពួកគេនឹងមិននៅជាមួយគ្នាទេហេតុអ្វីបានជាអ្នកមិនជឿទាំងស្រុងចុះអារម្មណ៍ខ្ញុំចំពោះអ្នកវិញព្រោះខ្ញុំជា Celestial អ្នករាល់គ្នានៅជុំវិញខ្ញុំនឹងជួបគ្រោះអកុសលខ្ញុំមិនជឿថាអ្នកគ្មានអារម្មណ៍អ្វីសម្រាប់ខ្ញុំទាំងស្រុងសូមទោសតើខ្ញុំអាចមិនចូលចិត្តអ្នកនៅទីក្រុងបុរាណនេះដោយរបៀបណាប៉ុន្តែខ្ញុំកាន់តែចូលចិត្តអ្នកគ្រោះមហន្តរាយកាន់តែធំសម្រាប់អ្នកគ្រោះមហន្តរាយកាន់តែធំខ្ញុំមិនអាចអាត្មានិយមពេកទេអានឹងប្រញាប់ជប់និយាយរឿងភ្លើងទៀតទៅអូនឲ្យមកឆាប់ពន្លត់ភ្លើងប្រភពភ្លើងអ្នកណាមកលឿនយូវ៉ាន់ស៊ីសុំកុំអត់ធ្មត់ឆាប់ជួយសង្គ្រោះគេសង្គ្រោះមនុស្សហាជីនយូអូវាល្អណាស់ដែលអ្នកមិននៅទីនោះតើគាត់នៅជាមួយអ្នកទេជូលេងស្ថិតនៅក្នុងវីឡាហាចៅហ្វាយនិយាយអត់បងប្រុសច្បងប្រហែលជាប្រញាប់ទេខ្ញុំនឹងទៅសង្គ្រោះគាត់ទេអ្នកត្រូវតែទៅជួយសង្គ្រោះគាត់តែយកនៅទីនេះតើក្មួយនេះមកពីណាអូជាទីស្រឡាញ់អ្នកបំផ្លាញផែនការរបស់យើងខេងយូអ្នកភ្ញាក់ហើយបើពិនិត្យពីសម្បុរស្បែកអ្នកប្រកាសជាមិនបានលេបថ្នាំឲ្យបានត្រឹមត្រូវប្រសិនបើអ្នកមិនភ្ញាក់តើការរស់នៅរបស់ខ្ញុំមានន័យអ្វីសន្យាជាមួយខ្ញុំអ្នកមិនត្រូវប្រថុយជីវិតរបស់អ្នកចាប់ពីពេលនេះទៅទោះបីជាវាសម្រាប់ខ្ញុំក៏ដោយ
ប៉ុន្តែបើខ្ញុំមិនប្រញាប់ចូលក្នុងភ្លើងពួកគេប្រហែលជាមិនចងចាំការពិតពីអតីតកាលទេខ្ញុំសូមប្រាប់អ្នកពីរឿងមួយខ្ញុំត្រូវបានគេហៅថាយេងតាំងពីកុមារភាពអ្នករាល់គ្នាដែលចូលគៀកនឹងខ្ញុំនឹងជួបគ្រោះអកុសលខ្ញុំបានជួបប្រទះនឹងភ្លើងកាលនៅតូចខ្ញុំតែងតែគិតថាវាជាគ្រោះថ្នាក់ប៉ុន្តែដោយមិននឹកស្មានដល់ជាទៅពិតជាឪពុកម្ដាយបង្កើតរបស់ខ្ញុំអ្នកដឹងរួចហើយតើវាមានន័យយ៉ាងណាពេលដែលបងស្រីទី2របស់អ្នកមកផ្ទះយើងហើយបានធ្វើរឿងមួយកាលពីលើកមុនខ្ញុំមានអារម្មណ៍ថាដូចជាឪពុកម្ដាយពិតប្រាកដខ្ញុំនឹងមិនអនុញ្ញាតឲ្យមានការអត្ថាធិប្បាយពីតារាយេងឯកោទុកឲ្យកូនស្លាប់ទៅដូច្នេះខ្ញុំបានស្រាវជ្រាវខ្លះវឌ្ឍនភាពទើបតែចាប់ផ្ដើមថ្មីនេះពួកគេពិតជាចង់សម្លាប់ខ្ញុំប៉ុន្តែវាមិនមែនដោយសារតែអ្នកមានសំណាងអាក្រក់នោះទេខ្លាចប៉ះពាល់ពួកគេព្រោះពួកគេត្រូវការលុយដើម្បីបើកអាជីវកម្មនោះហើយជាមូលហេតុដែលខ្ញុំទិញអ្នកធានារ៉ាប់រងតម្លៃខ្ពស់រៀបចំផែនការដើម្បីដកប្រាក់ចេញនៅប្រាក់ចំណេញដែលមិនរំពឹងទុករបស់អ្នកនៅទីនេះដំបូងឡើយខ្ញុំគិតថាពួកគេគ្រាន់តែលំអៀងនឹងឈាមត្រជាក់ខ្ញុំមិនដែលរំពឹងថាវានឹងសាហាវយ៉ាងនេះទេអ្នកមិនចាំបាច់ដាក់ទុកខ្លួនឯងចំពោះកំហុសរបស់អ្នកដទៃទេហើយសូមកុំបន្តបដិសេធខ្ញុំទុកការសោកស្ដាយរបស់អ្នកទាំងអស់មកខ្ញុំហើយខ្ញុំនឹងខ្លាចជួយរំសាយកំហឹងរបស់អ្នកយើងជាគ្រួសារតើអ្នកមិនខ្លាចខ្ញុំនឹងទាញអ្នកចុះជាមួយខ្ញុំទេអ្នកគឺជាជីវិតរបស់ខ្ញុំការជួបអ្នកគឺជាសំណាងរបស់ខ្ញុំទីក្រុងខាងក្នុងតើមានអ្វីខុសជាមួយអ្នកនៅក្នុងទីក្រុងចៅហ្វាយនាយលោកគ្រូសូមសង្គ្រោះទីក្រុងអ្នកជំងឺនៅទីក្រុងចាស់នោះនឹងមិនមានអាយុច្រើនទេតើបរិសុទ្ធចំណាស់ណែណាគាត់ក៏បានធ្លាក់ខ្លួនឈឺចាប់ផ្ដើមថ្ងៃនេះខ្ញុំកសែនឹងទទួលខុសត្រូវទាំងស្រុងចំពោះរឿងនេះអ្នកហើយតើអ្នកបានធ្វើអ្វីខ្លះនៅក្នុងទីក្រុងចាស់ពីមុនប្រហែលជាមានមនុស្ស2-3នាក់នៅជុំវិញខ្ញុំព្យាយាមនាំខ្ញុំឡើងច្រានចោលទាំងអស់ខ្ញុំបានខ្ជិះខ្ជាយឆ្នាំទាំងអស់នេះក្នុងការបង្រៀនអ្នកសូម្បីតែមើលមិនឃើញតាមរយៈល្បិចតូចមួយនេះវិធីសាស្ត្រនៃការព្យាបាលគឺខុសទាំងអស់សូមទោសលោកគ្រូខ្ញុំក៏ច្របូកច្របល់ដែរព្រោះខ្ញុំបារម្ភអ្នកមិនត្រូវបានអនុញ្ញាតឲ្យញ៉ាំនៅយប់នេះបាទខ្ញុំនឹងអាណិតទីក្រុងហេតុអ្វីបានជាអ្នកសើចថ្នាំមិនជូរចត់គ្រប់គ្រាន់ទេខ្ញុំមិនដឹងថាពេលណាខ្ញុំសន្លប់ទេតើពាក្យរបស់មនុស្សខ្លះរាប់ថាជាពាក្យដែរឬទេតើគាត់បាននិយាយអ្វីស្រឡាញ់ខ្ញុំអស់មួយជីវិតយើងនឹងនៅជាមួយគ្នារហូតដល់យើងចាស់អ្នកក៏ត្រូវផ្ដល់ឲ្យខ្ញុំនៅកូន2នាក់ផងដែរម្នាក់ដូចឪពុកដូចជាកុំនិយាយអ្វីខ្ញុំគិតថាខ្ញុំបានប្រែក្លាយសំណាងអាក្រក់ទៅជាពរជ័យប្រសិនបើវាមិនមែនសម្រាប់គ្រោះថ្នាក់នេះខ្ញុំខ្លាចថាខ្ញុំនឹងមិនបានឮពីអារម្មណ៍ពិតរបស់អ្នកក្នុងមួយជីវិតនេះយើងនឹងមិនបែកគ្នាទៀតទេបាទមិនដែលបែកគ្នាទេយុវជនពិតជាគ្មានការគ្រប់គ្រងខ្លួនឯងទេលោកគ្រូហេងខ្ញុំតែងតែគិតការហូរឈាមខាងក្នុងរបស់អ្នកបណ្ដាលមកពីការស្រូបផ្សែងវិជ្ជបណ្ឌិតបានមើលរំលងជាតិពុលនៅក្នុងខ្លួនរបស់អ្នកខ្ញុំស្ទើរតែធ្វើឲ្យអ្នកមានបញ្ហាប្រសិនបើវាមិនមែនសម្រាប់អ្នកខ្ញុំប្រហែលជាបានស្លាប់យូរហើយគេញ៉ាខ្ញុំមិនអនុញ្ញាតឲ្យអ្នកនិយាយអំពីខ្លួនអ្នកបែបនេះទេជប់ស្រឡាញ់គេទៀតទៅដឺវីលើកនេះគេញ៉ពិតជាមិនអាចបន្ទោបានទាំងស្រុងកំណត់ត្រាវិទ្យាសាស្ត្ររបស់អ្នកពិតជាមានភាពប្រសើរឡើងបន្តិចម្ដងតាមទ្រឹស្ដីមិនគួរមានការកើតឡើងវិញនៃជំងឺធ្ងន់ធ្ងរបែបនេះទេលុះត្រាតែហ៊ូហ្វៃលុះត្រាតែអ្នកទៅតាក់ទងនឹងអ្នកជួញដូរគ្រឿងញៀនពីក្រោយមកButler Chandling ខ្ញុំបានពិនិត្យឲ្យកន្លែងផ្សេងទៀតទាំងអស់ដែលខ្ញុំបានទៅរួចហើយបញ្ហាប្រហែលជាស្ថិតនៅក្នុងគ្រួសារតើភ្លើងធូបនេះដាក់នៅទីនេះនៅពេលណាវាគឺបន្ទាប់ពីខួបកំណើតរបស់បុរសចំណាស់លោកបានជ្រើសរើសពិសេសនៅកាដូខួបកំណើតជាច្រើនដែលលោកពេញចិត្តអំណោយសម្រាប់ចៅហ្វាយនីវ័យក្មេងធូបនេះត្រូវបានគេនិយាយថាមានអត្ថប្រយោជន៍ចំពោះសុខភាពគ្រូចាស់ប្រាប់ថាត្រូវអុជរាល់ថ្ងៃប្រអប់នេះខុសជាការពិតថ្នាំពុលដែលមានសកម្មភាពយឺតត្រូវបានបន្ថែមទៅវាប្រហែលជាវាជាប្រភេទសាឡាដែលអ្នកបានចូលរៀនកាលពីពេលនោះការស្រូបចូលវានឹងធ្វើឲ្យជាតិពុលកកកុញនៅក្នុងមនុស្សធម្មតាវានឹងមិនមានប្រតិកម្មក្នុងរយៈពេលខ្លីទេប៉ុន្តែដោយសារអ្នកធ្លាប់ពុលថ្នាំប្រភេទនេះពីមុនមកប្រតិកម្មគឺលឿននិងខ្លាំងជាងអ្នកដទៃជាតិពុលរ៉ាំរ៉ៃតើអ្វីដែលលោកតាបានឲ្យយើងអាចមានបញ្ហាដោយរបៀបណាប្រភពមិនមែនជាជីតាទេនេះជាកាដូថ្ងៃកំណើតដល់ជីតារបស់គាត់គូស៊ីណានអនុញ្ញាតឲ្យខ្ញុំទៅតើអ្នកដឹងថាខ្ញុំជានរណាទេអនុញ្ញាតឲ្យខ្ញុំទៅអនុញ្ញាតឲ្យខ្ញុំទៅអនុញ្ញាតឲ្យខ្ញុំទៅដាក់អ្នកប្រហែលជាមិនដឹងថាអ្នកជានរណាទៀតទេមែនទេជីតាមានរឿងអីជាមួយខ្ញុំទៀតហើយ
នោះហើយជារបៀបដែលគ្រួសារគេបានបង្រៀនអ្នកសម្រាប់មនុស្សចាស់បងប្អូនប្រុសខ្លួនឯងខ្ញុំគិតថាអ្នកបានបាត់បង់ការមើលឃើញថាអ្នកជានរណាច្បាស់ជាមានការយល់ច្រឡំខ្លះរវាងបុរសចំណាស់នឹងរឿងនេះតើអ្នកស្អប់ខ្ញុំខ្លាំងទេជាការពិតណាស់ខ្ញុំស្អប់វាអ្នកគ្រាន់តែទាញយកប្រយោជន៍ពីការកើតមុនខ្ញុំពី3ឆ្នាំហើយអ្វីខ្ញុំត្រូវរស់នៅក្នុងស្រមោលរបស់អ្នកអ្វីគ្រប់យ៉ាងដែលគេជាមានគឺជារបស់អ្នកខ្ញុំគ្មានសិទ្ធិប្រកែកទេព្រោះតែខ្ញុំជាកូនខ្លាយទៀងគាត់ទៅឆ្ងាយរឿងរੂដល់ទីបញ្ចប់ខ្ញុំមិនចង់ឃើញកូនចៅដែលមិនស្មោះត្រង់នេះទៀតទេគេሸងលេនការសងសឹករបស់អ្នកមិនទាន់មកដល់ទេលោកម្ចាស់ខ្ញុំឃើញថាអ្នកចាប់អារម្មណ៍នឹងគំនូរនេះណាស់តម្លៃបច្ចុប្បន្នគឺ38,000 រូបតើអ្នកចាប់អារម្មណ៍ទេសូមរងចាំបន្តិចអាយុតើនឹងមានពេលទេអ្នកប្រមូលទិញជាច្រើនបានសួរអំពីតម្លៃនៃគំនូរទាំងពីររបស់អ្នកតើយើងគួរទៅនិយាយគ្នាទេមិនបាច់ទេខ្ញុំនឹងទិញវាខ្ញុំចង់បានអ្វីគ្រប់យ៉ាងអំពីអ្នកគ្មានន័យទេបន្ទាប់មកខ្ញុំនឹងរំវាសម្រាប់អ្នកដូច្នេះវាគឺជាអ្នកថ្ងៃណាអ្នកគឺជាអ្នកដែលធ្វើតាមខ្សឹបខ្ញុំមិនអាចជាអ្វីដែលអ្នកកំពុងនិយាយទេស្នាមរបួសនិងប្រឡាក់ឈាមនៅខាងក្រោយត្រចៀកតើលោកជាវត្រូវការពុស្តាងបន្ថែមទៀតទេបងប្រុសជាន់ខ្ពស់តើវាមានន័យយ៉ាងណាអាយុគិតថាវាសាហាវពេកទេសម្រាប់ខ្ញុំមនុស្សដែលហ៊ានប្រថុយគ្រប់យ៉ាងដើម្បីការពារអ្នកនឹងនៅក្បែរអ្នកច្បាស់ជាខ្ញុំគិតថាខ្ញុំអាចបន្តមើលថែអ្នកដោយក្តីស្រឡាញ់នេះប៉ុន្តែចុះអ្នកវិញតើអ្នកបានពិចារណាខ្ញុំទេគាត់ចង់រៀបការคล้ายៗជាមួយគាត់ជាជាងចាត់ទុកខ្ញុំតែងតែចាត់ទុកអ្នកជាបងប្រុសជិតស្និទ្ធបំផុតរបស់ខ្ញុំចុះបើខ្ញុំមានគ្រោះថ្នាក់តើអ្នកហ៊ានប្រថុយគ្រប់យ៉ាងដើម្បីសង្គ្រោះខ្ញុំទេខ្ញុំអាចធ្វើបានបងប្រុសច្បងអ្នកគឺជាគ្រួសាររបស់ខ្ញុំអាយុខ្ញុំពិតជាមិនអាចធ្វើអ្វីជាមួយអ្នកបានទេចាប់ពីចំណុចនេះទៅខ្ញុំជាបងប្រុសរបស់អ្នកក្នុងនាមជាបងប្រុសតើខ្ញុំគួរផ្ដល់អំណោយបែបណាដល់បងស្រីដឹងទេថាហេតុអ្វីបានជាឪពុកម្ដាយរបស់អ្នកគ្មានចិត្តចំពោះអ្នកម៉ាពេលឃើញយោពិតជាហ៊ានចាប់ដៃឪពុកម្ដាយខ្លួនឯងមែននេះជាការហួសចិត្តហាម៉ាពេលឃើញយោពិតជាហ៊ានចាប់ដៃឪពុកម្ដាយខ្លួនឯងមែននេះជាការហួសចិត្តកុំនិយាយម្ដងទៀតម្ជុលនេះនឹងធ្វើឲ្យអ្នករបួសយ៉ាងធ្ងន់ធ្ងរវានឹងមានអារម្មណ៍ថាស្លាប់ខ្ញុំនឹងនិយាយមើលថាគាត់គួរឲ្យស្រឡាញ់ប៉ុណ្ណាឃើញរបស់យើងគឺល្អខ្លាំងណាស់ផ្ដល់ស្នាមញឹមឲ្យគាត់ផងគាត់គួរឲ្យស្រឡាញ់ណាស់ហាហើយដានេះជាអ្នកណាបងប្អូនជីដូនមួយផ្ទះចាស់របស់យើងត្រូវបានទឹកនាំទៅដោយភ្លៀងខ្ញុំគ្មានកន្លែងស្នាក់នៅទេដូច្នេះខ្ញុំត្រូវមកពឹងលើអ្នកក្រឡេកមើលរឿងរញ៉េញ៉ៃនេះនៅលើតុនឹងឥដ្ឋនេះនឹងមិនធ្វើទេខ្ញុំនៅតែអនុញ្ញាតឲ្យពួកគេទៅល្អអ្នកនិយាយជាមួយពួកគេអ្នកត្រូវតែនិយាយដោយប្រុងប្រយ័ត្នខ្ញុំនឹងទៅនិយាយជាមួយពួកគេនៅពេលក្រោយបងប្អូនជីដូនមួយនិងប្រពន្ធរបស់បងប្អូនជីដូនមួយទឹកដោះគោខ្លះគេងលក់ស្រួលនៅពេលយប់មិនអីទេអរគុណបងស្រីយើងបានរំខានអ្នកយើងនឹងផ្លាស់ទីនៅថ្ងៃស្អែកហើយវាពិតជាមិនអីទេមើលអ្វីដែលអ្នកកំពុងនិយាយផឹកទឹកដោះគោក្តៅបងប្អូនជីដូនមួយប្រពន្ធរបស់បងប្អូនជីដូនមួយបានស្រក់ទឹកភ្នែកទីបំផុតខ្ញុំបានរងចាំថ្ងៃនេះចាប់ពីពេលនេះទៅនេះនឹងក្លាយជាផ្ទះរបស់យើងហើយហាឬគ្រាន់តែច្របាច់គាត់ទេយើងមិនអាចច្របាច់គាត់ឥឡូវនេះបានទេមនុស្សគ្រប់គ្នាដឹងថាពួកគេមានកូនសម្រាប់គាត់ឥឡូវនេះតើយើងអាចបិទបាំងវាដោយរបៀបណាវានឹងមានឱកាសច្រើនក្នុងការសម្លាប់គាត់នៅពេលក្រោយក្មេងស្រីព្រៃតើអ្នកចង់បះបោះទេដូច្នេះអ្នកជាអ្នកសម្លាប់គ្រួសារខ្ញុំកាលពីពេលនោះជាតោឪពុកបង្កើតវាមិនត្រឹមតែបំផ្លាញគ្រួសារខ្ញុំប៉ុណ្ណោះទេវាថែមទាំងបណ្ដាលឲ្យខ្ញុំស្លាប់ទៀតផងពួកគេចង់ដុតខ្ញុំទាំងរស់អ្នកណាប្រាប់អ្នកថាអាក្រក់យ៉ាងនេះរឿងអកុសលរាប់មិនអស់គាត់ជាតារាឯកដែលត្រូវបណ្ដាសាចុះបើយើងជាប់ក្នុងរឿងនេះ
ចុះហេតុអ្វីបានជាអ្នកនៅតែឲ្យខ្ញុំរៀបការជាមួយហ៊ូស៊ីណានពិធីបុណ្យសពរបស់យើងមិនអាចទទួលយកបានទៀតទេបើគ្មានការវិនិយោគរបស់គេជាទេយើងនឹងខ្សែធនជាយូរមកហើយមិនមានជំរឿផ្សេងក្រៅពីរៀបចំអាពាហ៍ពិពាហ៍អំពើល្អបែបនេះគឺការរៀបការក្នុងគ្រួសារអ្នកមានមិនឲ្យកូនស្រីឯងទៅនរណាមិនដឹងថាកេសែនមានចរិតមិនទៀងស្ត្រីជាច្រើននៅជុំវិញតើខ្ញុំអាចឲ្យសត្វអូតរបស់ខ្ញុំលោតចូលទៅក្នុងរណ្ដៅភ្លើងដោយរបៀបណាបងប្រុសលីនខ្ញុំតែងតែចូលចិត្តអ្នកគ្រប់គ្រងបេតើអ្វីដែលធ្វើឲ្យគាត់ប្រសើរជាងខ្ញុំតើអ្នកហ៊ានប្រៀបធៀបខ្លួនឯងទៅនឹងត្រីខៀវទេតើអ្នកមិនខ្លាចថាខ្ញុំនឹងរៀបការក្នុងគ្រួសារគេទេពួកគេថែមទាំងបានរួមកម្លាំងជាមួយពួកគេដើម្បីដោះស្រាយជាមួយអ្នកបន្ទាប់ពីភ្លើងនោះរូបរាងរបស់អ្នកនឹងคล้ายទៅជាអាក្រក់មើលខ្លួនឯងកេសែនមិនបានសំបីតែមើលទៅអ្នកពួកគេគ្មានពេលដោះស្រាយជាមួយយើងទេវាពិតជាសាហាវណាស់ប្រសិនបើវាមិនមែនសម្រាប់ការជ្រៀតជ្រែករបស់អ្នកនៅក្នុងទីក្រុងចាស់ផែនការរបស់អ្នកគឺល្អឥតខ្ចោះបើមិនមែនដោយសារភ្លើងនោះវិញទេអរិយតូចមួយស្រាប់តែលេចចេញមកក្រៅគាត់ត្រូវបានសង្កួសខ្ញុំបានប្រាប់អ្នកដូច្នេះអ្នកមិនសកម្មភ្លើភេទតតែសោះការពិតចេញមកប៉ាត់ពួកគេមិនអាចបង្ហាញរូបភាពរបស់ជនរងគ្រោះអស់រយៈពេលជាច្រើនឆ្នាំខ្ញុំបានជឿថាវាជាការពិតខ្ញុំស្ទើរតែនឹកអ្នកពួកគេសំនឹងស្លាប់អ្នកក៏បានយកទ្រព្យសម្បត្តិរបស់គ្រួសារបេមកវិញដែរល្អនិងអាក្រក់នៅទីបំផុតនឹងទទួលបានរង្វាន់តើអ្នកដឹងថាអ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្តបំផុតដូច្នេះខ្ញុំមិនដឹងថាខ្ញុំក៏មានឪពុកម្ដាយដែលស្រឡាញ់ខ្ញុំដែរមិនមែនជាកូនដែលមិនចូលចិត្តតាំងពីកំណើតគ្រាន់តែពួកគេគ្មានអ្វីដែលពួកគេអាចធ្វើបានដើម្បីការពារខ្ញុំទេខ្ញុំនឹងនៅជាមួយអ្នកជានិច្ចចាប់ពីពេលនេះទៅតើអ្នកមិនបានទៅច្រើនឆ្នាំមែនទេម្សិលមិញស្ទើរតែសម្លាប់ខ្ញុំនាងនិយាយតាមពិតថាប្តីនាងខ្សោយមើលទៅខ្ញុំនៅតែមិនពេញចិត្តអ្នកក្មេងប្រុសនេះគឺតើមានអ្វីខុសតើនរណាក្នុងរូបថតនេះកាលខ្ញុំនៅក្មេងតើអ្នកបានទៅផ្លូវថងលោកាលពី13ឆ្នាំមុនទេខ្ញុំមិនសូវចាំទេប៉ុន្តែខ្ញុំចាំថាមានភ្លើងឆេះផ្ទះនៅទីនោះផ្កាកុលាបជាច្រើនត្រូវបានដាំនៅតាមដងផ្លូវនោះជាផ្ទះរបស់ខ្ញុំដូច្នេះវាប្រែថាអ្នកគឺជាអ្នកដែលជួយសង្គ្រោះខ្ញុំនៅពេលនោះគ្រប់គ្នានិយាយថាវាជាការយល់ច្រឡំរបស់ខ្ញុំនោះជាមុខដែលខ្ញុំចាំនោះបញ្ជាក់យើងត្រូវបានកំណត់ឲ្យនៅជាមួយគ្នា